Sony Boy គឺជា anime មួយដែលមានសាច់រឿងរញ៉េរញ៉ៃខ្លាំងមែនទែនតាំងពីខ្ញុំចេះមើល anime មកគឺអត់មានរឿងណាអាចប៉ះរឿងនេះបានទេផ្អែកលើភាពច្បោកច្បល់ដែលខ្ញុំទទួលបាននៅពេលដែលខ្ញុំមើលរឿងនេះអ្វីដែលខ្ញុំគិតឃើញដែលអាចយកមកប្រៀបធៀបបានគឺមានតែ Paprika ហើយនិង Lens អូ Land ប៉ុន្តែនេះមិនមែនខ្ញុំនិយាយថា Sony Boy មានសាច់រឿងមិនល្អមើលអ្នកទាំងអស់គ្នាមិនគួរចំណាយពេលទៅមើលវានោះទេប៉ុន្តែវាផ្ទុយពីហ្នឹងខ្ញុំគិតថារឿងនេះគឺមានដំណើររឿងដែលល្អប្លែកអស្ចារ្យវាគឺជារឿងមួយដែលនៅពេលដែលយើងមើលចប់គឺយើងដឹងហ្មងថាយើងទទួលបានអ្វីមួយថ្មីចេញមកពីវាមិនថាជា perspective ជាមេរៀនជីវិតឬក៏ផ្នែកគំនិតថ្មីនោះឡើយវាជារឿងមួយដែលនៅពេលដែលយើងមើលចប់គឺវានៅតែដក់ជាប់នៅក្នុងក្បាលរបស់យើងអញ្ចឹងតើសាច់រឿងវានិយាយអំពីអី Sony Boy គឺជារឿងមួយដែលនិយាយអំពីសិស្សសាលាមួយក្រុមបានឆ្លងចូលទៅកាន់ពិភពមួយដែលមានលក្ខណៈសម្បត្តិច្បាប់ខុសប្លែកពីអ្វីដែលពួកគេធ្លាប់ជួបពីមុនមកហើយនៅក្នុងនោះដែរពួកគេគឺទទួលបានធម៌ពលពិសេសខុសប្លែកពីគ្នាអញ្ចឹងនៅក្នុង anime ហ្នឹងគឺយើងសង្កេតមើលសិស្សទាំងអស់ប្រើប្រាស់ធម៌ពលថ្មីដែលពួកគេទទួលបានដើម្បីដើររកផ្លូវទៅផ្ទះពួកគេវិញអញ្ចឹងដោយសារតែពិភាក្សានីមួយៗគឺមានសាច់រឿងនិងអត្ថន័យខុសប្លែកពីគ្នាខ្លាំងមែនទែនពេលខ្លះគឺមិនតាក់ទងជាមួយនឹងសាច់រឿងគោលរបស់យើងផងហើយដូចនេះគឺខ្ញុំនឹងធ្វើការបញ្យល់ហើយសម្រាយឲ្យបានល្អបំផុតតាមដែលខ្ញុំអាចធ្វើបានអូខេដើម្បីកុំឲ្យខាតពេលយូរយើងទាំងអស់គ្នាជួយកាន់ Sony Boy តែម្ដងតោះដោយគ្មានចម្លើយត្រឹមត្រូវអស់រយៈពេល7ថ្ងៃបានកន្លងផុតទៅដែលពួកគេត្រូវបានជាប់នៅក្នុងពិភពមួយពោពេញទៅដោយភាពខ្មៅងងឹតដែលគ្មានអ្វីតទេសោះក្រៅពីអគារសាលានិងសិស្សទាំងអស់នៅក្នុងអគារនោះហើយមិនតែប៉ុណ្ណោះមានសិស្សមួយចំនួនបានដឹងថាខ្លួនទទួលបានធម៌ពលពិសេសខុសប្លែកពីគ្នាហើយជាមួយនឹងធម៌ពលនោះគឺពួកគេបានធ្វើឲ្យខ្ទេចខ្ទីខូចខាតអ្វីទាំងអស់នៅក្នុងអគារនោះហើយដូចនេះក្នុងគោលបំណងមិនចង់ឲ្យអ្វីគ្រប់យ៉ាងខ្លាចទៅជាកំណល់សម្រាមគឺមានច្បាប់មួយចំនួនបានចែងចេញមកដើម្បីបញ្ឈប់សិស្សទាំងអស់ដែលមានធម៌ពលនៅក្នុងពិភពលោកមួយដែលពួកគេមិនដឹងពីអ្វីទោះតែសោះម្នាក់គឺមានប្រតិកម្មខុសគ្នាអ្នកមានធម៌ពលគឺពួកគេលេងសប្បាយញ៉ៃអញ្ចឹងទៅរីឯសិស្សធម្មតាគឺនៅតែគោរពលើច្បាប់សាលាដោយរាល់ដងហើយបន្ទាប់មកគឺយើងមាន Nagara ដែលជាតួអង្គឯករបស់យើងអំឡុងពេលដែលម្នាក់ភ័យខ្លាចឆ្ងល់ខំប្រឹងដើររកចម្លើយទៅលើហេតុការណ៍មួយនេះ Nagara ហាក់បីដូចជាគ្មានប្រតិកម្មអីទាល់តែសោះសកម្មភាពរបស់គាត់ហាក់បីដូចជាចាប់ទុកអ្វីគ្រប់យ៉ាងដែលបានកើតឡើងនេះដូចជារឿងធម្មតាអញ្ចឹងអំឡុងពេលដែលគាត់មើលជញ្ជាំងនៅលើក្បាលរបស់ខ្លួននៅក្នុងបន្ទប់មួយដែលស្ងប់ស្ងាត់តែម្នាក់ឯងគឺមានមនុស្សម្នាក់បានមករំខានភាពស្ងប់ស្ងាត់មួយនោះហើយម្នាក់នោះគឺ Nozomi ចង់និយាយបង្កើតការសន្ទនារវាងគ្នាប៉ុន្តែច្បាស់ណាស់ Nagara គឺមិនគិតដូចនាងនោះទេ Nagara បានបង្កើតលេសថាគាត់ត្រូវទៅបន្ទប់ទឹកទាំងដែលគាត់គ្មានមូលហេតុត្រូវទៅផងក្រៅពីកិច្ចវេះពីនាងអញ្ចឹងអ្វីដែលយើងទទួលបានមកពីឈុតទាំងអស់នេះគឺយើងដឹងថា Nagara គឺជាមនុស្សម្នាក់ដែលចូលចិត្តចំណាយពេលខ្លួនឯងនៅតែម្នាក់ឯងហើយគាត់សុខចិត្តធ្វើយល់ព្រមទៅលើអ្វីគ្រប់យ៉ាងប្រសិនបើជាវាធ្វើឲ្យគាត់ចំណាយពេលតិចបំផុតជាមួយនឹងអ្នកដទៃចំណុចនេះគឺបង្ហាញឲ្យយើងឃើញនៅពេលដែលគេបានឲ្យអាហារមកគាត់មិនគ្រប់គ្រាន់បែរជាមិនទាមទារយកបន្ថែមទៀត Nagara គឺសុខចិត្តទទួលយកវាហើយដើរចេញពីទីហ្នឹងទៅប៉ុន្តែពិភពលោករបស់គាត់ត្រូវបានបាក់បែកខ្ទេចនៅពេលដែល Nozomi ចាប់អារម្មណ៍មកលើគាត់មិនដឹងជាមូលហេតុអ្វីគឺនាងចាប់អារម្មណ៍ទៅលើ Nagara ខ្លាំងមែនទែនហើយ Nozomi គឺដឹងពីអត្តចរិតរបស់ Nagara ច្បាស់ទៀតផងគឺនាងដឹងថាគាត់តែងតែនិយាយថាខ្លួនមានការងារត្រូវធ្វើនៅពេលដែលមាននរណាម្នាក់និយាយរកគាត់ហើយដូចនេះហើយ Nozomi គឺមិនបានដោះលែងគាត់ឲ្យចាក់ចេញនោះទេបន្ទាប់មកនៅអំឡុងពេលនោះអ្វីគ្រប់យ៉ាងក៏បានផ្លាស់ប្ដូរគឺពួកគេបានឆ្លងមកកាន់ពិភពថ្មីហើយនៅក្នុងពិភពនេះគឺធ្វើឲ្យជីវិតរបស់ Nagara កាន់តែយ៉ាប់ជាងមុនទៅទៀតពីព្រោះឥឡូវនេះគឺគាត់មិនអាចរត់ចេញទៅណាឲ្យឆ្ងាយពី Nozomi បាននោះឡើយដែលធ្វើឲ្យគាត់ទទួលស្គាល់ការពិតនៅក្នុងកលៈទេសៈមួយនេះហើយបានរាប់អានគ្នាខ្លាចជាមិត្តភក្តិជាមួយនឹងគ្នាទៅក្រឡេកមកមើលខាងនេះវិញគឺយើងឃើញថាមានសិស្សមួយចំនួនមិនពេញចិត្តទៅលើច្បាប់ដែលគេបានចែងឲ្យឡើយហើយភាគច្រើនសិស្សទាំងនោះគឺជាសិស្សដែលមានធម៌ពលហ្នឹងហើយពួកគេបានប្រើប្រាស់ធម៌ពលរបស់ខ្លួនប្រឆាំងជាមួយនឹងក្រុមប្រឹក្សាដែលបានចែងច្បាប់ហ្នឹងហើយការឆ្លោះទាស់តែងនេះគឺបង្កឲ្យមានការប្រើប្រាស់អំពើហិង្សាទៀតផងក្នុងពេលតែមួយនោះដែរសាលារបស់ពួកគេបានចាប់ផ្ដើមលិចចូលទៅក្នុងភាពងងឹតបន្តិចម្ដងធ្វើឲ្យសិស្សទាំងនោះដណ្ដើមគ្នារត់មកកាន់ជាន់លើ Nozomi បានសួរសំណួរមួយទៅកាន់ Nagara Hey, would you say that you're a sunflower or are you a dandelion? Huh? What are you talking about? តើគាត់គឺជា sunflower ឬក៏ dandelion ប្រសិនបើជាមានពន្លឺមួយចាំងមកលើគាត់តើ Nagara សុខចិត្តរត់ឆ្ពោះទៅកាន់ពន្លឺនោះឬក៏ឈរមួយកន្លែងហើយមើលវាពីចម្ងាយចម្លើយដែល Nagara បានផ្ដល់ឲ្យនៅពេលនោះគឺខុសពីអ្វីដែលយើងបានស្គាល់តាក់ទងជាមួយនឹងតួអង្គនេះកន្លងមកគឺ Nagara បាននិយាយថាគាត់មើលឃើញខ្លួនឯងថាជា dandelion ដែល Nozomi បាននិយាយថាពីរអ្នកគេគឺដូចគ្នាបន្ទាប់មកនាងក៏បានចាប់ផ្ដើមរត់ទៅរកពន្លឺមួយដែលមានតែខ្លួនឯងមើលឃើញហើយនាងបានហក់ទៅចាប់ពន្លឺនោះធ្វើឲ្យ Nozomi បានធ្លាក់ចុះទៅក្រោមជាសំណាង Nagara បានចាប់ដៃនាងទាន់
តែគឺវាមិនបានការនោះទេពីព្រោះពីរអ្នកគេបានធ្លាក់ទៅក្នុងពេលតែមួយបន្ទាប់មកអ្វីៗនៅជុំវិញខ្លួនពីរអ្នកគេបានផ្លាស់ប្ដូរខ្លះទៅជាទឹកសមុទ្រដែលពីរអ្នកគេបានធ្លាក់ចូលមានន័យថានៅក្នុងពេលនោះពិភពលោករបស់ពួកគេត្រូវបានផ្លាស់ប្ដូរម្ដងទៀតហើយលើកនេះគឺពួកគេបានឆ្លងមកដល់កោះមួយរំពាត់ដោយទឹកសមុទ្រមើលដាច់កន្ទុយភ្នែកអាសាកាសេបានប្រើប្រាស់ធម៌ពលរបស់ខ្លួនហោះទៅដើររកអ្វីផ្សេងក្រៅពីនេះប៉ុន្តែទោះគាត់ទៅឆ្ងាយយ៉ាងណាក៏ដោយគឺវាគ្មានអ្វីក្រៅពីកោះនេះឡើយពួកគេបានដើររកមធ្យោបាយផ្សេងៗដើម្បីតាក់ទងទៅកាន់ពិភពដើមតែរាល់មធ្យោបាយទាំងអស់គឺសិតតែបរាជ័យប៉ុន្តែនៅមានមធ្យោបាយមួយទៀតគឺអាចនាំពួកគេទៅផ្ទះវិញបានយោងទៅតាម Rashdani នៅក្នុងពិភពលោកនេះគឺមានកន្លែងជាច្រើនដែលដើរតួជាទ្វារឆ្លងទៅកាន់ពិភពផ្សេងទៀតដូចជាច្រកមួយចំនួនដែល Nagara បានរកឃើញ Rashdani បានឲ្យឈ្មោះទៅកាន់ពិភពទាំងអស់នេះហៅថា This World ហើយគាត់គិតថានេះគឺជាជំហានទី1របស់ពួកគេដើម្បីឆ្លងទៅកាន់ពិភពដើមវិញអ្វីដែលពិសេសចំពោះ This World ទាំងអស់នេះគឺនៅក្នុង This World នីមួយៗមានច្បាប់បុគ្គលិកលក្ខណៈទំនួញម៉ោងដើរខុសគ្នាទាំងអស់ឧទាហរណ៍ដូចជានៅលើកោះហើយនៅក្នុងសាលាអញ្ចឹងនៅលើកោះនេះអ្វីដែលត្រូវបានបាក់បែកគឺវានៅតែបាក់បែកធម្មតាដដែលប៉ុន្តែសម្រាប់សាលាវិញអ្វីដែលត្រូវបានបាក់បែកខូចខាតសូម្បីតែទឹកម្ហូបអាហារដែលពួកគេបានញ៉ាំរួចគឺនឹងប្រែក្លាយទៅជាដូចដើមវិញនៅពេលដែលម៉ោងបានដើរទៅដល់លេខ12ខ្លួនប្រាណរបស់ពួកគេក៏អញ្ចឹងដែរប្រសិនបើជាពួកគេមានមុខរបួសអ្វីនឹងក្លាយទៅជាដូចដើមវិញនៅព្រឹកស្អែកគឺខ្លួនប្រាណរបស់ពួកគេនឹងត្រឡប់ទៅពេលមុនដំបូងដែលបានឆ្លងមកកាន់ This World មានន័យថាចាប់ពីពេលនេះទៅអាយុក៏មិនកើនឡើងដែរអញ្ចឹងយើងឃើញថានៅក្នុង This World នីមួយៗគឺមានច្បាប់ខុសប្លែកពីគ្នានៅក្នុង This World ខ្លះមនុស្សរស់នៅមិនបានផង Rashdani គិតថាអំឡុងពេលនេះសិស្សទាំងអស់នោះគឺកំពុងតែរសាត់ពី This World មួយទៅកាន់ This World មួយទៀតហើយដូចនេះហើយប្រសិនបើជាពួកគេចង់ត្រឡប់ទៅផ្ទះវិញគឺគេត្រូវដើររកមធ្យោបាយដើម្បីរសាត់ត្រឡប់បកក្រោយវិញពួកគេបានជួបប្រទះជាមួយនឹងបាតុភូតចម្លែកមួយគឺមានភ្លើងពណ៌ខៀវបានផុសចេញឡើងដោយគ្មានហេតុផលត្រឹមត្រូវក្រឡេកមកមើលខាងនេះវិញយើងបានជួបគ្នាជាមួយនឹងតួអង្គថ្មីមួយឈ្មោះថា Mizuho ហើយធម៌ពលរបស់នាងគឺ Mizuho អាចទិញរបស់អ្វីៗគ្រប់យ៉ាងតាមញ៉ាំ Amazon ដែលជា Amazon ដោយមានជំនួយពីឆ្មារបស់នាងអញ្ចឹងធម៌ពលមួយនេះគឺពិតជាអស្ចារ្យខ្លាំងមែនទែនហើយដូចនេះហើយបានជាម្នាក់តែងតែពឹងពាក់នាងឲ្យទិញរបស់ដែលពួកគេត្រូវការរហូតដូចគ្នាជាមួយនឹង Nagara Mizuho គឺចូលចិត្តចំណាយពេលនៅតែម្នាក់ឯងប៉ុន្តែខុសពីគាត់គឺនាងមានឆ្មា3ក្បាលដែលតែងតែនៅជាប់ខ្លួនជានិច្ចក្រឡេកមកមើលខាងក្រៅវិញគឺយើងឃើញថាភ្លើងពណ៌ខៀវនោះបានចាប់ផ្ដើមផុសឡើងទៀតហើយដែលធ្វើឲ្យ Nagara បានភ្លាត់មាត់និយាយថាគាត់បានឃើញ Mizuho ឈរនៅទល់មុខដើមឈើមួយដែលភ្លើងនេះកំពុងតែឆេះឆាបពាក្យសម្ដីរបស់ Nagara បានធ្វើឲ្យសិស្សដទៃទៀតនិយាយតគ្នាធ្វើឲ្យអត្ថន័យរបស់វាបានផ្លាស់ប្ដូររហូតទៅដល់ចំណុចមួយដែលពួកគេគិតថាភ្លើងទាំងអស់នេះគឺបានកើតឡើងដោយសារតែ Mizuho របស់ទាំងអស់ដែលពួកគេបានមកពីនាងគឺត្រូវបានឆាបឆេះដោយសារតែភ្លើងមួយនេះហើយដូចនេះហើយក្នុងគោលបំណងចង់ដឹងការពិតមានសិស្សមួយក្រុមបានសម្រេចចិត្តទៅសួរ Mizuho តែម្ដងទៅតើ Mizuho បានធ្វើវាដោយចេតនាឬក៏អចេតនាតែ Mizuho មិនបានឲ្យចម្លើយទៅចំនោះទេតាមពិតទៅនាងហើយនឹងក្រុមប្រឹក្សានិស្សិតគឺធ្លាប់មានបញ្ហាជាមួយនឹងគ្នាពីមុនមកដោយសារតែពាក្យចចាមអារាមដែល Mizuho បានបង្កើតឡើងដែលខ្លួនជឿជាក់ថាវាគឺជាការពិតគឺបានធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះរបស់ក្រុមប្រឹក្សាអ្វីដែលពីរអ្នកគេចង់បានមកវិញគឺគ្រាន់តែពាក្យសុំទោសចេញមកពី Mizuho តែប៉ុណ្ណោះប៉ុន្តែគ្រាន់តែប៉ុណ្្នឹងគឺនាងមិនអាចធ្វើបានពីព្រោះនាងគិតថាអ្វីដែលខ្លួនបាននិយាយគឺជាការពិតទង្វើមួយនេះគឺបានធ្វើឲ្យគ្រូរបស់នាងដែលខ្លួនមានទំនាក់ទំនងជិតស្និទ្ធជាមួយត្រូវបានគេដេញចោលហើយឥឡូវនេះរឿងហ្នឹងប្រហែលជាកើតឡើងទៀតហើយប្រសិនបើជានាងមិនសុំទោសពាក្យសម្ដីរបស់មនុស្សយើងគឺមានឥទ្ធិពលខ្លាំងមែនតើអ្វីដែលយើងនិយាយទៅកាន់មនុស្សម្នាក់ទៀតមិនថាជាមិត្តភ័ក្តិបងប្អូនគ្រួសារពាក្យសម្ដីយើងគឺតែងតែផ្លាស់ប្ដូរដើម្បីឲ្យសមទៅនឹងគំនិតនៃការពិតរបស់ពួកគេមិនថាវាតិចឬក៏ច្រើននោះទេពាក្យដែលចេញមកពីមាត់របស់យើងនឹងប្រែទៅជាអត្ថន័យផ្សេងទៀតសម្រាប់អ្នកដទៃហើយឥឡូវយើងសម័យមើលថាតើវាផ្លាស់ប្ដូរខ្លាំងយ៉ាងណាទៀតប្រសិនបើជាបានឆ្លងកាត់ពីមនុស្ស10ទៅ100នាក់ចំណុចមួយនេះហើយដែលធ្វើឲ្យពាក្យចចាមអារាមកើតមានឡើងវាអាចប្រែពាក្យសម្ដីការនិយាយកំ pl ែងស្លូតត្រង់ពីមិត្តមួយទៅមិត្តមួយខ្លាចទៅជាអាវុធដែលមានសមត្ថភាពធ្វើឲ្យមនុស្សឈឺចាប់ទៀតផងហើយចំណុចអាក្រក់នោះគឺយើងមិនអាចបញ្ឈប់វាបានទេយើងមិនអាចបង្ខំឲ្យគេទទួលយកពាក្យសម្ដីដែលគេមិនចង់យកបានឡើយការគិតភាពคล้ายៗទង្វើល្អអាក្រក់មនុស្សយើងគឺមានការគិតទៅលើរឿងទាំងអស់នេះខុសៗគ្នាអញ្ចឹងពួកគេមានសិទ្ធិជ្រើសរើសថាតើពាក្យសម្ដីរបស់យើងមានគោលបំណងល្អឬក៏អាក្រក់គឺអាស្រ័យទៅលើផ្នត់គំនិតរបស់គេទាំងស្រុងពាក្យចចាមអារាមគឺរៀលដាលលឿនខ្លាំងមែនតើដូចជាភ្លើងដែលឆាបឆេះប្រៃអញ្ចឹងអំឡុងពេលដែល Mizuho កំពុងតែខ្វាយខ្វល់ពីឆ្មារបស់ខ្លួនភ្លើងនៅលើកោះនោះបានចាប់ផ្ដើមឆេះអ្វីៗទាំងអស់នៅទីនោះធ្វើឲ្យ Nagara បានសម្រេចចិត្តជួយឆ្មារបស់ Mizuho ដែលគាត់បានរកឃើញខុសពីអ្វីដែលខ្លួនបានធ្វើពីមុនដែលដើររំលងមិនអើពើពីរអ្នកគេបានសម្រេចចិត្តរត់ទៅរក Mizuho ជូនឆ្មាឲ្យទៅនាងវិញហើយនិយាយថារឿងទាំងអស់នេះមិនមែនជាកំហុសរបស់នាងទេ Mizuho ក៏ដឹងដែរថានាងមិនមែនជាអ្នកចាប់ដើមភ្លើងនេះឡើយតែនាងនៅតែមិនបានផ្ដល់ចម្លើយឲ្យទៅពួកគេនិយាយថាខ្លួនមិនអាចធ្វើអ្វីដែលខ្លួនឯងបានទាល់តែសោះពេលនោះជាមួយនឹងធម៌ពលរបស់ Asakaze ពួកគេបានបណ្ដុតភ្លើងជាមួយនឹងទឹកភ្លៀងតែអ្វីគឺត្រូវបានឆេះខ្ទេចអស់បាត់ទៅហើយប៉ុន្តែដោយគ្មានហេតុផលត្រឹមត្រូវខុសទាំងមូលគឺបានត្រឡប់ទៅជាដូចដើមវិញវាប្រហែលជាចំណុចពិសេសនៅក្នុង This World មួយនេះប៉ុន្តែយើងអត់ដឹងឲ្យប្រកបនោះទេអញ្ចឹងនៅពេលអ្វីបានត្រឡប់ទៅជាដូចដើមវិញ Mizuho បានសារភាពថានាងមិនមែនជាអ្នកបង្កបញ្ហានេះឲ្យកើតឡើងទេប៉ុន្តែនាងនៅតែសម្រេចចិត្តសុំទោសពួកគេ
រីឯ Rush Dani វិញគឺគាត់បានរកឃើញចម្លើយទៅកាន់ភ្លើងបកខៀវនេះបាត់ទៅហើយគឺនៅពេលដែលពួកគេបានយករបស់អ្វីមួយដោយមិនបង់ថ្លៃភ្លើងបកខៀវនឹងចាប់ផ្ដើមឆេះរបស់នោះអានេះគឺជាច្បាប់មួយនៅក្នុង This World ដែលតម្រូវឲ្យពួកគេបង់ថ្លៃទៅលើអ្វីទាំងអស់មិនថាជាលុយកម្លាំងបាយឬក៏ការផ្លាស់ប្ដូរពីរបស់មួយទៅរបស់មួយទៀតនោះទេហើយដូចនេះហើយជាមួយនឹងថាមពលរបស់គាត់ Dani បានបង្កើត app មួយដើម្បីដោះដូររបស់គ្នាទៅវិញទៅមកថាមពលរបស់ប៉ែហ្នឹងគឺពិតជាលុយខ្លាំងមែនទែនគឺគាត់អាចផលិតអ្វីបានទាំងអស់សូម្បីតែរបស់ដែលមិនមាននៅក្នុងពិភពលោកពិតហើយអ្វីដែលគាត់ផលិតឡើងហ្នឹងគឺអាចដោះស្រាយទៅលើបញ្ហានៅក្នុង This World បានទៀតអញ្ចឹងគ្រឿងទាំងអស់នេះក៏បានចប់សពគ្រប់ហើយរីឯ Nagara និង Mizuho វិញពួកគេគឺបានខ្លាចទៅជាមិត្តភក្តិជាមួយនឹងគ្នាហើយបន្ទាប់មកយើងមាន Nozomi គឺនាងបានដឹងពីថាមពលរបស់ខ្លួនហើយ Nozomi តែងតែមើលឃើញពន្លឺតូចមួយដែលនៅពីចម្ងាយតែទោះធ្វើយ៉ាងណាក៏ដោយគឺនាងមិនអាចឈោងចាប់វាបាននោះទេតែ Nozomi គឺថាពួកគេគូឆ្ពោះទៅកាន់ពន្លឺនោះព្រោះវាប្រហែលជាច្រកចេញពីពិភពលោកមួយនេះ Nozomi គិតបែបនេះដោយសារតែថាមពលរបស់នាងគឺជាត្រីវិស័យដោយសារតែ Nagara ពួកគេបានរកឃើញ This World ថ្មីជាច្រើនរហូតដល់13ឯណោះជារឿងមួយដែលមិនធម្មតាឡើយរីឯថាមពលរបស់ Nozomi វិញឥឡូវនេះគឺពួកគេកំពុងតែធ្វើការតេស្តហើយគេបានរកឃើញថាពន្លឺនោះទោះបីជាខំប្រឹងយ៉ាងណាក៏ដោយក៏គ្មាននរណាគេអាចឈោងទៅចាប់បានដែរដែលធ្វើឲ្យ Rush Dani សន្មតថាពន្លឺដែល Nozomi មើលឃើញគឺនៅក្នុង dimension ឬក៏ចក្រវាឡផ្សេងមួយទៀតក្រឡេកមកមើលសិស្សដទៃវិញពួកគេបានរកឃើញហេតុការណ៍ចម្លែកមួយទៀតហើយគឺមានសិស្សម្នាក់ត្រូវបានកកជាប់នៅមួយកន្លែងដែលពួកគេមិនដឹងច្បាស់ថាវាគឺជាធម៌ពលផ្សេងធ្វើមកលើសិស្សម្នាក់នោះឬក៏វាជាច្បាប់ចម្លែកមួយទៀតនៅលើកោះនេះដើម្បីស្វែងរកចម្លើយពួកគេបានសម្រេចចិត្តឲ្យការងារមួយនេះទៅកាន់ Mizuho និង Nagara ហើយអំឡុងពេលដែលពួកគេបានស៊ើបអង្កេតពីអ្នកគេបានរកឃើញថាមិនមែនមានតែម្នាក់នោះទេដែលមានរឿងនេះកើតឡើងទៅលើហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅពេលដែលពីរអ្នកគេអោនទៅស្ដាប់ទៅពួកគេបានឮសំឡេងម្នាក់នោះថាកំពុងតែគិតអីអាប៉ែនេះគិតពី live stream ចឹងទៅហើយអាប៉ែមួយទៀតគិតពី workout ទៅក្រៅពីហ្នឹងគឺមានចំណុចមួយទៀតដែលគួរឲ្យចាប់អារម្មណ៍រាល់សិស្សទាំងអស់ដែលត្រូវបានកកគឺសិតតែជាមនុស្សឯកោជាអ្នកដែលគ្មាននរណាគេខ្វាយខ្វល់ហើយមិនដឹងផងថាពួកគេត្រូវបានបាត់ខ្លួនអស់រយៈពេលជាច្រើនថ្ងៃដោយសារតែការងារមួយនេះទំនាក់ទំនងរវាង Nagara និង Mizuho គឺកាន់តែស្និទ្ធជាងមុនទៀតនៅពេលនោះ Mizuho បានប្រាប់ Nagara ថាខ្លួនអាចប្រើប្រាស់ធម៌ពលនេះមុនពួកគេបានមកដល់ This World ទៀតឯណោះដែលធ្វើឲ្យនាងគិតថាមិនមែនមានតែនាងនោះទេដែលអាចប្រើប្រាស់ធម៌ពលនេះបាននៅក្នុងពិភពពិតគឺដឹងតែមានសិស្សដទៃទៀតហើយអញ្ចឹងយើងឃើញថាពួកគេគឺរៀងស្និទ្ធជាមួយនឹងគ្នាខ្លាំងមែនតើប៉ុន្តែអត្តចរិតរបស់ Nagara ភាគច្រើនគឺនៅតែដដែលទេគាត់មិនសូវខំប្រឹងតែងតែដើររក shortcut ឬក៏ផ្លូវកាត់ទៅលើរឿងគ្រប់យ៉ាងសូម្បីតែការងារមួយនេះបើមិនមែនដោយសារតែ Mizuho ជាអ្នកហៅមកទេអាប៉ែហ្នឹងមិនទាំងមកធ្វើផងមិនដឹងផ្នត់គំនិតការគិតរបស់គាត់គឺធ្វើឲ្យ Mizuho ទាស់តែងខ្លាំងមែនតើនៅពេលដែល Asakaze បានមកប្រាប់គាត់ថាពួកគេលែងត្រូវការគាត់ទៀតហើយ Nozomi គឺសប្បាយរីករាយជាងមុនទៀតនៅពេលដែលគាត់មិននៅចិត្ត Nagara គឺគ្មាននិយាយអីតបទៅវិញក្រៅពីអូខេ Nagara នៅពេលនោះដឹងថាពាក្យសម្ដីចេញមកពីមាត់ Asakaze គឺសិតតែជាពាក្យកុហកទាំងអស់តែគាត់គឺនៅតែមិនចង់និយាយប្រកែកជាមួយឃើញបែបនោះ Mizuho គឺតឹងចិត្តខ្លាំងមែនតើបានចាប់គាត់នៅចំចំណុចមួយនេះនិយាយថា Nagara គ្មានឆ្អឹងខ្នងប្រឈមមុខឲ្យខ្លួនឯងឡើយគឺគាត់មិនហ៊ានតបតជាមួយនឹង Asakaze ដែល Nagara បានតបទៅវិញថាវាមិនសំខាន់នោះទេព្រោះគាត់ដឹងថាខ្លួនឯងមិនអាចយកឈ្នះ Asakaze បានឡើយហើយអាហ្នឹងគឺជាមូលហេតុល្អដែរហ្នឹងព្រោះអាប៉ែនោះមានធម៌ពលច្រើនខ្លាំងមែនតើអាចផ្លាស់ប្ដូរអាកាសធាតុផងអីផងចម្លើយរបស់ Nagara ធ្វើឲ្យ Mizuho សួរទៅវិញថា Just shut up, will you? I said it's fine. I don't care. So lame. You just don't have the guts to fight him. I know that I couldn't beat him, so... Does beating him really matter? ហើយសំណួរមួយនេះគឺសំខាន់សម្រាប់តួអង្គ Nagara ខ្លាំងមែនតើហើយដូចនេះហើយយើងនឹងត្រឡប់មកកន្លែងហ្នឹងវិញម្ដងទៀតនៅខាងមុខភ្លាមនោះមានខ្យល់មួយបានបក់មកធ្វើឲ្យពួកគេបានដឹងថាផ្ទៃមេឃនៅពីមុខពីរអ្នកគេគឺជាច្រកចូលទៅកាន់ This World មួយទៀតនៅក្នុងនោះពួកគេបានដើររកឃើញសិស្សទាំងអស់ដែលត្រូវបានកកហ្នឹងកំពុងតែធ្វើសកម្មភាពផ្សេងគ្នាដូចទៅនឹងអ្វីដែលពួកគេបានឮអញ្ចឹងឥឡូវនេះបញ្ហាមួយទៀតបានមកដល់គឺពីរអ្នកគេត្រូវធ្វើដូចម្ដេចដើម្បីយកសិស្សទាំងនេះចេញពី This World បានទាំងដែលពួកគេមិនចង់ចាក់ចេញដោយខ្លួនឯងផងហ្នឹង Mizuho គឺថាពួកគេអាចបង្ខំឬក៏បោកសិស្សទាំងអស់នោះឲ្យចេញមកដោយខ្លួនឯងបានដែល Nagara គឺមិនយល់ព្រមជាមួយនឹងមធ្យោបាយទាំងនេះឡើយគាត់បានបដិសេធដោយមិនឲ្យយោបល់ថ្មីឲ្យទៅពួកគេធ្វើឲ្យ Mizuho ខឹងយ៉ាងខ្លាំងហើយនិយាយថាដោយសារតែអាកប្បកិរិយាការគិតបែបនេះហើយជាមូលហេតុដែល Nozomi បានបោះបង់គាត់ចោលនៅកន្លែងនេះ Mizuho ចង់មានន័យថា Nagara គឺតែងតែបោះបង់ចោលគំនិតថានឹងធ្វើរឿងអ្វីមួយមុននឹងគាត់ចាប់ផ្ដើមធ្វើវាទៅទៀតនេះគឺជាអ្វីដែលធ្វើឲ្យនាងទាស់តែងជាមួយនឹង Nagara ខ្លាំងម្ល៉េះគាត់បានតទៅវិញថានៅពីក្រោមរូបរាងរបស់នាង Mizuho គឺដឹងថាខ្លួនមិនខុសពីសិស្សដទៃទៀតដែលត្រូវបានជាប់នៅក្នុង This World នោះឡើយព្រោះនាងគឺជាមនុស្សឯកោដូចគ្នាដែលគ្មាននរណាគេចាប់អារម្មណ៍ឬរាប់អានហើយមូលហេតុនេះហើយបានជានាងសុខចិត្តធ្វើការងារមួយនេះ Nagara បាននិយាយទៀតថានៅពេលដែល Mizuho បានប្រាប់គាត់ថានាងអាចប្រើប្រាស់ធម៌ពលរបស់ខ្លួនឯងនៅពីក្រៅ This World វាគឺគ្រាន់តែជាពាក្យកុហកដើម្បីធ្វើឲ្យខ្លួនឯងគួរឲ្យតាក់ទាញតែប៉ុណ្ណោះចំនួនមួយនេះបានធ្វើឲ្យពីរអ្នកគេបែកផ្លូវគ្នាដោយសារតែការងារពួកគេបានបរាជ័យ Nagara បានត្រឡប់ទៅកាន់ក្រុមដើមរបស់ខ្លួនវិញហើយពេលដែល
គាត់បានប្រាប់អ្វីៗទាំងអស់ទៅកាន់ពួកគេ Rashdani ភ្ញាក់ផ្អើលខ្លាំងមែនទែនដែល Nagara បានរកឃើញច្រកចូលទៅកាន់ Disworld ក្រៅពីសាលារបស់ពួកគេមួយទៀតនៅពេលដែល Nagara បានដឹងថា Disworld នេះតាក់ទងជាមួយនឹង Disworld ដែលគាត់បានរកឃើញនៅក្នុងសាលាជាមួយនឹង Nozomi Nagara នៅពេលនោះបាននឹកឃើញមធ្យោបាយដើម្បីដោះស្រាយបញ្ហានេះហើយគាត់តាក់ទងទៅកាន់ Mizuho វិញហើយជាមួយនឹងឧបករណ៍បានមកពី Rashdani Nagara បានកំទេច Disworld មួយនេះធ្វើឲ្យគាត់យកឈ្នះ Disworld នឹងបានបន្ទាប់មកសិស្សដែលត្រូវកកបានប្រែក្លាយទៅជាដូចដើមវិញមូលហេតុដែលពួកគេបានក្លាយទៅជាបែបនេះតាំងពីដំបូងគឺដោយសារតែនេះគឺជាច្បាប់មួយនៅក្នុង Disworld ថ្មីហ្នឹងប្រសិនបើជានរណាគេក្លាយទៅជាមនុស្សឯកោមិនមានមិត្តភ័ក្តិឬក៏នរណាគេខ្វាយខ្វល់ពួកគេនឹងឆ្លងទៅកាន់ពិភពហ្នឹងអញ្ចឹងទីបំផុតការងាររបស់ពីរអ្នកគេទទួលបានជោគជ័យហើយ Nagara និង Mizuho បានសុំទោសគ្នាទៅវិញទៅមកធ្វើឲ្យទំនាក់ទំនងរបស់ពួកគេបានត្រឡប់ទៅជាដូចដើមវិញបន្ទាប់ពីបានដឹងថា Nagara បានរកឃើញពិភពថ្មីមួយក្រៅពីសាលា Rashdani និង Nozomi បានរកឃើញធម៌ពលរបស់គាត់ហើយគឺ Nagara មានធម៌ពលអាចឆ្លងទៅកាន់ Disworld ថ្មីបានក្រៅពី Mizuho គឺមានសិស្សម្នាក់ទៀតដែលមានធម៌ពលមុននឹងរឿងទាំងអស់នេះបានកើតឡើងហើយម្នាក់នោះគឺជា Hoshiធម៌ពលមួយរបស់គាត់គឺ Hoshi អាចបង្កើតរូបភាពដែលដូចជារូបពិតខ្លាំងមែនទែនហើយគាត់អាចបញ្ជូនវាឲ្យអ្នកផ្សេងមើលឃើញបានតែ Hoshi នៅមានធម៌ពលមួយទៀតដែលគាត់ទទួលបានមុននឹងពួកគេឆ្លងមកកាន់ Disworld ទៀតឯណោះហើយធម៌ពលនោះគឺគាត់អាចឮសំឡេងមួយដែលប្រាប់ទុកមុនថានឹងមានរឿងអ្វីកើតឡើងតទៅមុខទៀតជាហេតុធ្វើឲ្យគាត់ដឹងទុកមុនថាពួកគេនឹងរសាត់ទៅកាន់ពិភពផ្សេង Hoshi គិតថាសំឡេងនេះគឺជាសំឡេងរបស់ God ឬក៏ព្រះជាម្ចាស់ហើយលើកនេះសំឡេងមួយនោះបានប្រាប់គាត់ថានឹងមាន Savior ម្នាក់មកជួយពួកគេដើម្បីត្រឡប់ទៅពិភពដើមវិញប៉ុន្តែ Hoshi គឺមិនដឹងថានរណាគេជា Savior ហ្នឹងទេបន្ទាប់ពីបានដឹងពីធម៌ពលរបស់ Nagara នឹងបានឃើញគាត់នាំពួកគេទៅកាន់ផ្ទះវិញមួយព្រិចភ្នែកប្រកាសណាស់ម្នាក់ពិតជាយល់ស្របហើយថា Nagara គឺជា Savior ដែលពួកគេកំពុងតែរងចាំតែសូម្បីតែ Nagara ខ្លួនឯងក៏មិនដឹងផងថានេះគឺជាធម៌ពលរបស់គាត់ឬក៏មិនមែនហើយយោងទៅតាមអ្វីដែលយើងបានឃើញគឺគាត់អាចគ្រប់គ្រងធម៌ពលនេះបានឡើយនៅពេលដែលពួកគេកំពុងតែលេង baseball ខាបបាននិយាយរឿងមួយឲ្យពួកគេស្ដាប់គឺសាច់រឿងនិយាយពីស្វាលេង baseball episode នេះចម្លែកខ្លាំងណាស់ប៉ុន្តែវាសំខាន់នៅក្នុង Disworld មួយគឺមានស្វាជាច្រើនដែលលេង baseball នៅក្នុងនោះគឺយើងមាន Rock Monster Steroid Monkey តែស្វាទាំងអស់ហ្នឹងគឺវាមិនសំខាន់នោះឡើយគឺមានតែស្វាពីរទេដែលយើងត្រូវចងចាំទី1គឺ Blue Monkey ហើយមួយទៀតគឺ Emperor Blue Monkey គឺជា pitcher មួយដែលអស្ចារ្យគ្មាននរណាគេអាចវាយបាល់របស់គាត់ត្រូវនោះឡើយនៅក្នុងការប្រកួតមួយដែលជាការប្រកួតធំបំផុតនៅក្នុង Disworld នោះ Blue Monkey បានលេងល្អខ្លាំងមែនទែនរហូតដល់ថ្នាក់ឆ្ពោះទៅកាន់ Perfect Game ទៀតផងប្រសិនបើអ្នកទាំងអស់គ្នាមិនដឹងថា Perfect Game នឹងអស្ចារ្យប៉ុណ្ណាទេគឺគិតអញ្ចេះនៅក្នុង 240,000 game នៃ baseball គឺមានតែ24ដងទេដែលជា perfect game មានន័យថាវាគឺបានកើតឡើងមួយនៅក្នុង 10000 match ហើយ7ទៅ8ឆ្នាំបានកើតឡើងម្ដងអញ្ចឹង Blue គឺអស្ចារ្យខ្លាំងមែនទែនដែលគាត់នឹងលេង perfect game មានន័យថាទាំង26បាល់ដែល Blue បានគប់គឺគ្មាននរណាវាយត្រូវឡើយហើយនៅពេលនោះ Blue Monkey គឺបានមកដល់បាល់ចុងក្រោយរបស់គាត់ហើយអ្នកមើលគ្រប់គ្នាបានចាប់ផ្ដើមក្រោកឈរហូត្រេកអរដែលពួកគេនឹងបានមើល perfect game ដោយផ្ទាល់ភ្នែកតែនៅពេលដែលគាត់បានគប់ទៅក្នុងពេល1វិនាទីនោះពិភពលោកទាំងមូលគឺចាប់ផ្ដើមរអិលធ្វើឲ្យបាល់របស់គាត់គេចចេញពី strike zone មានន័យថា perfect game គឺត្រូវបានបាត់បង់ហើយនៅពេលនោះបន្ទាប់ពីបានឮរឿងនេះហើយ Mizuho និង Nozomi ជាប់ចិត្តចង់ជួបស្វាទាំងអស់នឹងខ្លាំងមែនទែនខាបានប្រាប់ថាពួកគេគឺកំពុងតែលេងនៅកន្លែងដែលស្វានឹងលេងដូចគ្នាប៉ុន្តែប្រសិនបើចង់ឃើញស្វាទាំងនោះគឺពួកគេត្រូវការឧបករណ៍មួយហៅថា Monkey Gather ដែលនៅក្នុងដៃរបស់ Ace បាននិយាយថាគាត់យល់ព្រមឲ្យពួកគេខ្ចីប្រសិនបើជា3អ្នកគេអាចយកឈ្នះគាត់នៅក្នុង baseball បានតែប្រសិនបើជាចាញ់ Nagara គឺត្រូវនាំពួកគេទៅកាន់ពិភពដើមវិញ3អ្នកគេយល់ព្រមហើយក៏បានចាប់ផ្ដើមទៅវឹកហាត់ទៅនៅក្នុង baseball មានច្បាប់មួយគឺ pitcher ឬក៏ជាអ្នកគប់បាល់ត្រូវគប់ធ្វើមិនឲ្យចូលទៅក្នុងប្រអប់មួយដែលគេហៅថា strike zone ប្រសិនបើជាបាល់នឹងចូលគេហៅថា strike ប៉ុន្តែប្រសិនបើជាបាល់នឹងចេញវិញគឺគេហៅថា ball ដែលជាបាល់ដែលគេមិនទទួលយកឡើយអូខេខ្ញុំគ្រាន់តែចង់បញ្ជាក់ប្រាប់ណាខ្ញុំមិនមែនជាអ្នកលេង baseball អីនោះទេអញ្ចឹងខ្ញុំអត់ដឹងថា rule ឬក៏ច្បាប់ទាំងអស់នេះត្រូវឬក៏ខុសឡើយបើសិនបើជាខុសអ្នកនរគ្នាអាច comment ប្រាប់ខ្ញុំបានអូខេកុំប្រកាន់ហើយនេះហើយគឺជាបាល់របស់ Blue Monkey ប៉ុន្តែអាហ្នឹងគឺមិនមែនជាកំហុសរបស់គាត់ទេនៅពេលនោះពិភពលោកទាំងមូលគឺត្រូវបានរអិលធ្វើឲ្យបាល់គាត់ចេញពី strike zone សូម្បីតែអ្នកមើលក៏ដឹងដែរអញ្ចឹងបាល់ហ្នឹងគឺនៅតែ in គឺពួកគេនៅតែទទួលយកត្រូវអត់ដែល Emperor ជាអ្នកគ្រប់គ្រង game នេះទាំងមូលគឺបានតទៅវិញថាវាគឺជា ball ពួកគេមិនយកបាល់របស់ Blue Monkey ឡើយនៅពេលដែល Emperor បាននិយាយបែបនោះស្វាគ្រប់គ្នាដែលបានមើល game មួយនេះគឺមានអារម្មណ៍ថា Emperor បានលួចយក perfect game របស់ពួកគេចេញមកដល់ដំណាក់កាលហ្នឹងជំរឿសរបស់ Emperor គឺគ្មាននរណាគេឲ្យតម្លៃទៀតទេពួកគេចង់ឃើញ perfect game ខ្លាំងពេករហូតដល់ថ្នាក់លែងគោរពច្បាប់របស់ baseball នៅពេលដែល Blue បានគប់បាល់នោះពិភពលោកគឺមានបានរអិលមានបានអីមកពីណាគឺ Blue ទេដែលជាអ្នកបង្កកំហុសនេះឡើងប៉ុន្តែដោយសារតែគាត់លើកដង្កើងខ្លួនឯងខ្លាំងពេកនៅអំឡុងពេលនោះ Blue គឺតែច្បាប់នៃ baseball គឺមិនមានឥទ្ធិពលលើគាត់ឡើយ Blue និងអ្នករាល់គ្នានៅទីនោះគឺដឹងថាបាល់នោះគឺជា ball ប៉ុន្តែដោយសារតែចង់ឃើញភាពអស្ចារ្យខ្លាំងពេក
វាបានធ្វើឲ្យពួកគេមិនអាចមើលឃើញការពិតអញ្ចឹងដោយសារតែជំរឿសរបស់ Emperor ធ្វើឲ្យស្វាទាំងអស់នោះខឹងខ្លាំងមែនទែនរហូតដល់ថ្នាក់ពួកគេចាប់ផ្ដើមចោះមកវាយហែកកាច់ដៃបំបាក់ជើងសម្រាប់ Emperor ក្នុងពេលនោះតែម្ដងការប្រកួតរបស់ពួកគេបានមកដល់ហើយយើងឃើញថា Ace គឺពិតជាខ្លាំងខាង baseball មែនទែនរហូតដល់ថ្នាក់គ្មាននរណាគេអាចប៉ះបាល់គាត់បានទៀតផងបន្ទាប់មកវេនរបស់ Nagara បានមកដល់ Nagara បានឈរនៅកន្លែងគាត់ហើយបាល់ទី1បានហោះមកតែ Nagara សូម្បីតែយាដៃគឺមិនបានផងសម្រាប់គាត់ Nagara គឺថាវាគ្មានន័យឡើយប្រសិនបើជាគាត់ខំឬក៏អត់នោះបាល់ទី2បានហោះមក Nagara គឺនៅតែដូចដើមបន្ទាប់មកគឺបាល់ចុងក្រោយរបស់គាត់ Ace បានសួរថាហេតុអីបានជា Nagara អត់ខំសោះអញ្ចឹងសូម្បីតែកម្រើកដៃក៏អត់ផងដែល Nagara បានតបទៅវិញថាគាត់ខំឬមិនខំគឺវាមិនសំខាន់នោះទេពីព្រោះគាត់ដឹងថាខ្លួនគ្មានថ្ងៃអាចឈ្នះ Ace បានឡើយ Ace នៅពេលដែលឮបែបនេះគឺគាត់ខឹងខ្លាំងមែនទែនហេតុអ្វីបានត្រូវជា Nagara ហេតុអ្វីបានជាគាត់ទទួលបានធម៌ពលខ្លាចទៅជា savior របស់ពួកគេនៅក្នុងពិភពលោកពិត Nagara គឺជាមនុស្សម្នាក់ដែលគ្មានអ្វីគួរឲ្យតាក់ទាញសម្រាប់គាត់គ្មាននរណាគេរាប់អាននិងចាប់អារម្មណ៍ទៅលើគាត់ទេដែលប្រៀបធៀបជាមួយនឹង Ace វិញគឺជាមនុស្សម្នាក់ដែលមានទេពកោសល្យខ្លាំងមែនទែនគឺគាត់នឹងទទួលបានអាជីពជាកីឡាករ baseball ហើយគេគ្រប់គ្នានឹងហៅគាំទ្រគាត់នៅពេលដែលគាត់ដើរចូលទីលានប្រកួតជីវិតរបស់គាត់គឺសំខាន់ណាស់នៅក្នុងពិភពលោកពិតយើងអាចនិយាយបានថានៅក្នុងពិភពលោកនោះគឺមានតែគាត់ទេមានធម៌ពលតែនៅពេលដែលពួកគេបានឆ្លងមកកាន់ this world វិញអ្វីៗទាំងអស់គឺត្រូវបានផ្លាស់ប្ដូរ Ace ជាមួយនឹងទេពកោសល្យរបស់គាត់គឺវាគ្មានន័យទៀតនោះទេអ្នកដែលមានធម៌ពលទៅជាមនុស្សពិសេសនៅក្នុងពិភពលោកនេះរីឯគាត់វិញប្រែក្លាយទៅជាមនុស្សម្នាក់ដែលគ្មាននរណាគេឲ្យតម្លៃអញ្ចឹងស្ថានភាពទាំងអស់នេះគឺធ្វើឲ្យគាត់ខឹងខ្លាំងមែនទែនដែលគ្មានកន្លែងបញ្ចេញកំហឹងរបស់ខ្លួន Ace បានបន្ទោសរឿងទាំងអស់ទៅលើ Nagara ហើយអ្វីបានជាព្រះផ្ដល់ធម៌ពលមួយនេះឲ្យទៅលើមនុស្សដូចជាគាត់សម្រាប់ Ace គឺវាមិនស្មើភាពគ្នានោះទេ Ace បានគប់បាល់រក Nagara តែម្ដងធ្វើឲ្យចេញពី strike zone អញ្ចឹងបាល់ហ្នឹងគឺត្រូវបាន reset នៅពេលនោះនៅពេលដែល Nagara បានឈររងចាំបាល់ចុងក្រោយរបស់គាត់គឺគាត់បានមើលឃើញស្វាមួយកំពុងតែដេកស្រាប់តែស្វានោះហើយគឺជា Emperor នៅពេលដែល Nagara បានឃើញស្វានោះពីការដៃមួយចំហៀងគឺធ្វើឲ្យគាត់ដឹងច្បាស់តែម្ដង Emperor គឺជាស្វាមួយដែលស្រឡាញ់ baseball ខ្លាំងមែនទែនតែដោយសារតែខ្លួនពិការក្តីស្រមៃក្នុងការលេង baseball របស់គាត់គឺវាមិនអាចទៅរួចទេតែទោះយ៉ាងណាក៏ដោយក្តីស្រឡាញ់របស់គាត់ទៅលើកីឡា baseball គឺវាធំខ្លាំងមែនទែនរហូតដល់ថ្នាក់គាត់រុញច្រានខ្លួនឯងឲ្យក្លាយទៅជា Emperor ទៀតផងដែលជាមនុស្សម្នាក់មានទូនាទីការពារកីឡានេះទាំងមូលហើយឥឡូវនេះ Emperor គឺត្រូវបង្ខំមកមើលក្មេងប្រុសម្នាក់នៅក្នុងចំណុចមួយដែលគាត់តែងតែប្រាថ្នាចង់នៅហើយក្មេងប្រុសម្នាក់នោះបែរជាមិននឹងខំប្រឹងផងជាមួយនឹងភ្នែកដែលគ្មានដួងព្រលឹងគ្មានមហិច្ឆតាចង់រស់តទៀតហើយមានតែភាពចរណៃឈ្នានេះមកលើគាត់ Nagara នៅពេលនោះបានយល់ថានៅក្នុងថ្ងៃដែល Emperor បានស្លាប់កីឡា baseball ទាំងមូលគឺបានងាប់ទៅដូចគ្នានៅពេលដែលស្វាទាំងអស់បានចាប់ផ្ដើមបដិសេធការពិតនៅពេល Blue លែងទទួលស្គាល់កំហុសរបស់ខ្លួនឯងកីឡា baseball គឺវាគ្មានទៀតទេពួកគេលែងខ្វាយខ្វល់ទៅលើច្បាប់ទៅលើកីឡាហើយគឺស្វាទាំងអស់នោះគ្រាន់តែចង់ឃើញភាពអស្ចារ្យនៃ Blue តែប៉ុណ្ណោះនៅពេលដែលពិភពលោកទាំងមូលប្រឆាំងនឹងគាត់ Emperor គឺនៅតែស្មោះត្រង់ជាមួយនឹងកីឡា baseball ដែលជាកីឡាដែលគាត់ស្រឡាញ់ខ្លាំងបំផុតនៅពេលដែល Nozomi បានឮពិសេសរឿងរបស់ Emperor នៅពេលដែលដឹងថាស្វានោះត្រូវបានងាប់នាងបានសួរសំណួរមួយទៅកាន់ Nagara ថាគាត់អត់មានអារម្មណ៍អីសោះតែម្ដងមែនតើគាត់អត់មានកំហឹងអីទេនៅពេលដែលមានរឿងនេះកើតឡើងទៅលើ Emperor មុនដំបូង Nagara គឺគ្មានចម្លើយឲ្យ Nozomi ទេប៉ុន្តែនៅពេលនេះនៅពេលដែលគាត់បានឃើញ Emperor ដែលផ្ទាល់ភ្នែកកំហឹងនោះបានចាប់ផ្ដើមផុសចេញឡើងហេតុអ្វីបានជាគាត់ត្រូវស្ដាប់តាមគេហេតុអីបានជាគាត់មិនដែលបដិសេធអ្នកដទៃសោះចឹងហេតុអ្វីបានជាគាត់តែងតែសុំទោសទៅលើរឿងគ្រប់យ៉ាងដែលមិនមែនជាកំហុសរបស់ខ្លួនផងហ្នឹងហេតុអីបានជាខ្លួនតែងតែអើពើទៅលើរឿងគ្រប់យ៉ាងដែលកើតឡើងនៅខាងមុខគាត់ហេតុអីបានជាគាត់ឈប់ដើរទៅមុខទាំងដែលគាត់មិនទាន់បានឈានជើងផងហ្នឹងដល់ពេលនោះបាល់ចុងក្រោយបានហោះមកតែលើកនេះ Nagara បានយាដៃជាមួយនឹងកម្លាំងទាំងអស់ដែលគាត់មានគាត់បានដាក់ចូលទៅលើរបងមួយនោះហើយនៅពេលដែលបាល់មកដល់ Nagara បានយាដៃវាយវាប៉ុន្តែគឺគាត់នៅតែមិនអាចប៉ះបាល់នោះបាននេះមិនមែនជាអ្វីដែល Nagara គួរតែពិបាកចិត្តទៅលើទេគឺវាផ្ទុយពីនឹង Nagara បានធ្វើរឿងមួយទាំងដែលគាត់បានដឹងថាវានឹងបរាជ័យដែលជាអ្វីមួយធ្វើឲ្យ Mizuho មានដំណោះជាមួយនឹងគាត់ហើយសម្រាប់ Nozomi គឺតែងតែចាប់ទុកវាថាជាចំណុចខ្សោយរបស់គាត់រីឯសម្រាប់ Nagara វិញគឺជាផ្នត់កំណត់មួយដែលតែងតែចាប់តោងគាត់មិនឲ្យដើរទៅមុខសាច់រឿងរបស់ Nagara គឺមិនមែនជាដំណើររឿងដែលនិយាយអំពីការឆ្ពោះទៅរកជ័យជំនះទេប៉ុន្តែវាគឺជាដំណើររឿងនិយាយពីការបោះជំហានដំបូងការខំប្រឹងរស់ទោះយើងដឹងថានៅទីបញ្ចប់យើងមិនអាចគេចផុតការស្លាប់បានក៏ដោយមានឃ្លាមួយបាននិយាយថានៅពេលដែលយើងមិនទទួលបានជោគជ័យទៅលើអ្វីដែលយើងធ្វើគឺវាមិនមែនធ្វើឲ្យយើងជាអ្នកចាញ់ទេប៉ុន្តែអ្នកដែលចាញ់ពិតប្រាកដនោះគឺជាអ្នកដែលមិនបានចាប់ផ្ដើមដោយសារតែពួកគេខ្លាចភាពបរាជ័យខ្លាំងពេកអញ្ចឹងឥឡូវ Nagara ទីបំផុតគឺបានបោះបង់ចោលផ្នត់គំនិតចាស់របស់ខ្លួនហើយប៉ុន្តែនៅពេលនេះគាត់គឺត្រូវបំពេញលក្ខខណ្ឌរបស់ពួកគេគឺ Nagara នឹងប្រើប្រាស់ធម៌ពលរបស់ខ្លួនជូនពួកគេទៅកាន់ពិភពដើមវិញនៅពេលដែល Nagara បានប្រើប្រាស់ធម៌ពលរបស់គាត់ This World ដែលគាត់បាននាំពួកគេទៅគឺមិនមែនជាសាលាឬក៏ពិភពដើមពួកគេឡើយគឺវាជា This World រញ៉េរញ៉ៃសូម្បីតែ Nagara ក៏មិនដឹងថាជាអីផងដែលបញ្ជាក់ថាគាត់មិនអាចគ្រប់គ្រងធម៌ពលរបស់ខ្លួនឯងបានឡើយអញ្ចឹងឥឡូវនេះពួកគេគឺបានត្រឡប់មកកាន់ជំហានទី1វិញប៉ុន្តែនៅពេលនោះគឺមានមនុស្សម្នាក់ទៀតបានលេចមុខចេញមកហើយខុសពីពួកគេម្នាក់នោះគឺជាគ្រូបង្រៀន
ដោយសារតែ Monkey World និង This World មុនទៀត Rashdani បានដឹងថានៅក្នុង This World ទាំងអស់គឺសិតតែពួកគេអាចយកឈ្នះបានហើយនៅពេលដែលយកឈ្នះបានសម្រាប់ពួកគេនឹងទទួលបានវត្ថុមួយហៅថា Power Holder ដែលនិយាយស្រួលយល់ទៅគឺជារង្វាន់វត្ថុទាំងអស់ហ្នឹងគឺមានថាមពលពិសេសខុសប្លែកពីគ្នាដូចជារបស់នេះគឺមានថាមពលអាចស្រាយចំណងអ្វីៗបានទាំងអស់សូម្បីតែ Code Miss Aki ឬក៏ Aki គឺជាគ្រូបង្រៀនរបស់ពួកគេនៅក្នុងពិភពលោកពិតហើយ Aki បានមកកាន់ This World ដែលធ្វើឲ្យនាងគឺជាមនុស្សដំបូងបំផុតក្រៅពីសិស្សដែលបានឆ្លងមកពិភពនេះកើតតែមានសិស្សមួយចំនួនក៏បានចាប់អារម្មណ៍ដែរថា Aki ដែលពួកគេបានស្គាល់នៅពិភពដើមគឺមិនមានអត្តចរិតដូចជានាងឥឡូវនេះនោះទេអញ្ចឹងម្នាក់ហ្នឹងគឺអាចជា imposter នៅពេលដែលមកដល់ Aki គឺបាននិយាយប្រាប់តែម្ដងថាពួកគេគឺគ្មានថ្ងៃចេញពីទីនេះឡើយហើយនាងនិយាយថាខ្លួនត្រូវបាន God ឬក៏ព្រះជាម្ចាស់បញ្ជូនមកកាន់ទីនេះមកដល់ដំណាក់កាលនេះពាក្យថា Savior ឬក៏បុគ្គលដែលនឹងមកជួយពួកគេឥឡូវនេះគឺមានច្រើនណាស់ដែលពួកគេគិតថាជា Savior ហ្នឹងនៅក្នុងថ្នាក់ហ្នឹងគឺបានបែងចែកទៅជា3ផ្នែកដែលនៅក្នុងក្រុមនីមួយៗគឺមាន Savior ដែលពួកគេជឿជាក់លើរៀងៗខ្លួនទី1គឺក្រុម Aki បន្ទាប់ពីនាងបានអាសាខាសេមកជារបស់ខ្លួនគឺនាងបានហៅគាត់ថាជា Savior ហ្នឹងហើយពីព្រោះដោយសារតែធម៌ពលដែលគាត់មានហើយសិស្សមួយចំនួនដែលបានធុញទ្រាន់ជាមួយនឹងរឿងទាំងអស់នេះខ្លាំងពេកឥឡូវនេះគឺពួកគេត្រូវការបុគ្គលម្នាក់ដែលអាចដើរតាមបានហើយដូចនេះហើយសិស្សទាំងនោះសុខចិត្តទៅតាម Aki និងអាសាខាសេទៅចំណុចមួយទៀតដែលគួរកត់សម្គាល់នៅក្នុងក្រុមនេះគឺពួកគេគិតថារឿងអ្វីៗគ្រប់យ៉ាងគឺជាកំហុសរបស់ Nagara និងធម៌ពលរបស់គាត់ដែលការគិតបែបនេះគឺវាមិនខុសហើយក៏មិនត្រូវដែរចម្លើយគឺវារញ៉េរញ៉ៃខ្លាំងមែនទែនដោយសារតែខ្លួនស្ថិតក្រោម stress ខ្លាំងពេក Nagara បាន teleport ទៅកាន់កោះវិញទៅប៉ុន្តែគួរឲ្យចម្លែកកោះមួយនេះគឺមិនមែនជាកោះដើមរបស់ពួកគេឡើយគឺវាជាកោះដែលបានឆេះនៅក្នុងអេពីសូតទី2ឃើញបែបនេះធ្វើឲ្យ Rashdani បានដឹងពីធម៌ពលពិតរបស់ Nagara ហើយធម៌ពលគាត់គឺមិនមែនជា teleport ឬក៏ឆ្លងពីភពមួយទៅភពមួយនោះទេតែគឺវាអស្ចារ្យជាងហ្នឹងទៀត Nagara គឺអាចបង្កើត This World ថ្មីបានហើយដូចនេះហើយបានជាមានតែគាត់ទេអាចដើររក This World ឃើញកោះថ្មីដែលពួកគេកំពុងតែនៅហ្នឹងគឺបានមកពីធម៌ពលរបស់ Nagara បានបង្កើត This World ថ្មីមួយទៀតដែលមានកោះ copy ពី This World ដើមមានន័យថានៅក្នុងអេពីសូតទី2ហ្នឹងកោះហ្នឹងគឺមិនបាន reset ទេតែវាគឺជា Nagara ទេដែលបានបង្កើតពិភពថ្មីឲ្យពួកគេប៉ុន្តែទោះដឹងពីធម៌ពលពិតរបស់គាត់ក៏ដោយគឺនៅតែមិនបានឆ្លើយសំណួររបស់ពួកគេគឺគ្មាននរណាគេដឹងឲ្យប្រកាសទេថាហេតុអីបានជាសាលាពួកគេឆ្លងមកកាន់ This World អូហើយក្រុមមួយទៀតគឺជាក្រុមរបស់ Nagara ហ្នឹងហើយប៉ុន្តែនៅក្នុងក្រុមនេះគឺខុសពីក្រុមផ្សេងទៀតគឺពួកគេមិនមាន Savior ឡើយពីព្រោះគ្មាននរណាគេគិតថា Nagara គឺជាអ្នកដែលពួកគេកំពុងតែរងចាំទេហើយក្រុមចុងក្រោយគឺជាក្រុមរបស់ Hoshi ដែលពួកគេបានបោះបង់ចោលគម្រោងទៅផ្ទះដូចជាក្រុម Aki ដែរមូលហេតុគឺដោយសារតែសម្លេងដែល Hoshi បានឮបានប្រាប់ថាពួកគេគ្មានថ្ងៃត្រឡប់ទៅវិញឡើយអញ្ចឹងមានន័យថានៅសល់តែក្រុម Nagara ទេដែលមិនបានបោះបង់ចោលគម្រោងទៅផ្ទះវិញពួកគេបានឆ្លងពី This World មួយទៅកាន់ This World មួយទៀតជាមួយនឹងធម៌ពលរបស់ Nagara ដើម្បីដើររករបស់ដែលពួកគេត្រូវការនៅពេលនោះ Mizuho បានជួបគ្នាជាមួយនឹងឆ្កែចចកមួយដែលមានឈ្មោះថា Yamabiko ហើយឆ្កែហ្នឹងចេះនិយាយ Yamabiko បាននិយាយថាពីមុនឡើយគាត់គឺជាមនុស្សទេតែមិនដឹងថាមានរឿងអីកើតឡើងគឺបានប្រែគាត់ខ្លាចទៅជាបែបនេះវិញ Yamabiko បានជាប់នៅក្នុង This World មុនពួកគេទៀតឯណោះគឺគាត់បានរស់នៅក្នុងដើមឈើដ៏ធំមួយនៅលើកោះហើយពេលនោះ Yamabiko បានភ្ញាក់ពីដំណេករបស់ខ្លួនដោយសារតែព្យុះដ៏ធំមួយដែលជាព្យុះអាកាសាគេអ្នកបង្កើតឡើងនៅពេលដែលគាត់បណ្ដុតភ្លើងនៅពេលដែលបានដឹងថាពួកគេចង់ត្រឡប់ទៅពិភពដើមវិញ Yamabiko បានប្រាប់ថាគាត់ធ្លាប់ឃើញគេពីមុនជាច្រើនបានខំប្រឹងត្រឡប់ទៅដូចគ្នាតែគ្មាននរណាគេធ្វើបានសម្រេចទេ Yamabiko បាននិយាយថានេះមិនមែនមានន័យថាពួកគេមិនអាចត្រឡប់ទៅវិញបានឡើយដែលពាក្យសម្ដីរបស់គាត់ធ្វើឲ្យ3អ្នកគេមានកម្លាំងចិត្តឡើងវិញអូខេមកដល់កន្លែងនេះបានចំណុចដែលខ្ញុំនិយាយតាំងពីដើមវីដេអូថាម៉ោងនៅពិភពលោកនេះគឺវាអត់ដើរដូចជាម៉ោងធម្មតាទេឥឡូវព័ត៌មានហ្នឹងគឺបានចាប់ផ្ដើមលេងនៅក្នុងសាច់រឿងហ្នឹងហើយពីព្រោះ Yamabiko គឺជាសិស្សដែលទៅនឹងចូលរៀននៅក្នុងឆ្នាំដែលពួកគេបាន graduate មានន័យថា Nagara Mizuho Rashdana និងសិស្សដទៃទៀតគឺជាសិស្សច្បងរបស់ Yamabiko អញ្ចឹងគឺមានន័យថា Yamabiko បានមកពីអនាគតកាលប៉ុន្តែក្រែង Yamabiko និយាយថាគាត់បានមកកាន់ This World មុនពួកគេហើយអញ្ចឹងតើហេតុអីបានជាគាត់អាចជាប់នៅក្នុង This World មុនពួកគេបានប្រសិនបើជាគាត់មកពីថ្ងៃអនាគតកាលដែលនៅពេលនោះ Yamabiko បានប្រាប់ឲ្យពួកគេបានដឹងថាពេលវេលានៅក្នុង This World គឺមិនអាចកំណត់បានដូចជាពិភពលោករបស់ពួកគេឡើយមិនតែប៉ុណ្ណោះ Yamabiko បានជាប់នៅក្នុង This World អស់រយៈពេល 5000 ឆ្នាំទៅហើយអ្នកទាំងអស់គ្នាយល់អត់បាទអត់ទៅខ្ញុំអត់ដឹងទេជំរឿសល្អគឺអ្នកទាំងអស់គ្នាអាចគប់អ្វីៗដែលបានដឹងតាក់ទងជាមួយនឹងពេលវេលាចោលទៅបានស្រួលយល់ Nagara និង Rashdani បានឆ្លងចូលទៅកាន់ This World មួយដែលជារោងកុនហើយ This World នេះគឺលយខ្លាំងមែនតើពួកគេគឺអាចកាត់ paste edit This World ផ្សេងទៀតបានទាំងអស់នៅក្នុងរោងកុនហ្នឹងអូខេតើនរណាគេទៅដែលជាព្រះហ្នឹងតើ God គឺជាអ្វីគឺជានរណាគេសម្លេងដែល Hoshi បានឮហ្នឹងគឺពិតជាសម្លេងរបស់ God មែនប៉ុន្តែការពិតទៅគឺមិនមែនមានតែគាត់ទេដែលបានឮសម្លេងហ្នឹងគឺមានសិស្សជាច្រើនទៀតដែលឮដូចគ្នាគឺពួកគេបានឮសម្លេងបរិសម្នាក់និយាយមកកាន់ពួកគេជារឿយៗដែលសម្លេងនោះគឺជាសម្លេងរបស់ God ប៉ុន្តែមានតែ Hoshi ទេដែលអាចឆ្លើយឆ្លងជាមួយនឹងសម្លេងហ្នឹងបានហើយមានតែគាត់នោះទេដែលបានដឹងថា God គឺជានាយកសាលារបស់ពួកគេអញ្ចឹងបាននៅក្នុង This World គឺមានតែសិស្សសាលាហ្នឹងប៉ុន្តែមិនបានយូរឡើយការពិតក៏បានបែកធ្លាយចេញមកដោយសារតែ Yamabiko បានប្រាប់សិស្សទាំងអស់ថា God គឺជានាយកសាលារបស់ពួកគេហើយ Yamabiko
ក៏បានបញ្ជាក់ប្រាប់ទៀតថាអាគីគឺមិនមែនជាគ្រូរបស់ពួកគេឡើយគឺគ្មាននរណាគេក្រៅពីសិស្សអាចចូលមកកាន់ Disworld បានឡើយក្រុមទាំង3ហ្នឹងបានចាប់ផ្ដើមប្រឆាំងជាមួយនឹងគ្នាក្រុមអាគីចង់ឲ្យសិស្សទាំងអស់ដើរតាមនាងចង់ឲ្យគេមើលមកនាងថាជា Savior ដែលនឹងជួយពួកគេរីឯ Hoshi វិញមានគោលបំណងចង់ការពារសមាជិករបស់ខ្លួនគឺគាត់មើលឃើញខ្លួនឯងថាជា Savior ដែរហើយជាមួយនឹងសំពៅដែលខ្លួនបានកសាងដែលឥឡូវគឺបានខ្លាយទៅជាប្រអប់ខ្មៅមួយហើយ Hoshi គឺអាចការពារអ្នកនៅក្នុងនោះពីគ្រោះអ្វីៗបានទាំងអស់សូម្បីតែធម្មពលរបស់ Asakaze ហើយបន្តមកគឺយើងមានក្រុម Nagara ដែលកន្លងមកនេះគឺពួកគេបានខំប្រឹងខ្លាំងមែនទែនដើម្បីត្រឡប់ទៅផ្ទះវិញឥឡូវជាមួយនឹងធម្មពលនៅក្នុង Disworld មួយនេះគឺពួកគេអាចទៅបានហើយ Nagara បាន edit សិស្សទាំងអស់ចូលទៅក្នុង memory របស់ខ្លួនឯង memory ដែលគាត់បានមកពីអនាគតរបស់ខ្លួនហើយការចងចាំនោះគឺនៅក្នុងពិភពលោកពិតប៉ុន្តែនៅពេលនោះការពិតក៏បានលេចចេញមកពួកគេគឺបានត្រឡប់ទៅកាន់ពិភពដើមប៉ុន្តែមិនមែននៅក្នុងរូបរាងរបស់ខ្លួនឡើយគឺសិស្សទាំងអស់នោះមិនអាចធ្វើអ្វីបានក្រៅពីមើលខ្លួនឯងនៅក្នុងថ្ងៃបញ្ចប់ការសិក្សារបស់ពួកគេតាំងពីដើមរឿងមកគឺគ្មាននរណាគេ teleport គ្មាននរណាគេឆ្លងមកកាន់ Disworld ទេសិស្សទាំងអស់នៅក្នុង Disworld គឺសិតតែជា copy នៃសិស្សនៅក្នុងពិភពលោកពិតពួកគេគឺគ្រាន់តែជា copy ដែលគាត់បានបង្កើតឡើងទេអញ្ចឹងតាំងពីដើមរឿងមកគឺពួកគេខំប្រឹងដេញតាមខំប្រឹងត្រឡប់ទៅផ្ទះវិញដែលតាំងពីដំបូងមកផ្ទះនោះគឺមិនដែលមាននោះទេផ្ទះដែលមាននៅក្នុងក្បាលរបស់ពួកគេគឺមិនមែនជាការពិតឡើយអញ្ចឹងឥឡូវនេះគឺពួកគេមិនអាចធ្វើអ្វីក្រៅពីឈរមើលខ្លួនឯងឈរមើលជីវិតដែលពួកគេគ្មានថ្ងៃទទួលបានហើយមិនអាចធ្វើអ្វីផ្សេងបានក្រៅពីខ្ញុំមិនមែនជាអ្នកដែលព្រះជ្រើសរើស君たちだけが特別だと思っていたのか卒業おめでとうនៅពេលដែលដឹងពីកលៈទេសៈដែលពួកគេស្ថិតនៅមកដល់ដំណាក់កាលនេះម្នាក់បានបោះចោលគម្រោងទៅផ្ទះអស់ហើយគឺពួកគេមិនអាចទៅផងពីព្រោះផ្ទះដែលគេប្រាថ្នាតាំងពីដើមមកគឺវាគ្មានទៀតនោះទេក្រុមអាគីគឺបានសម្រេចចិត្តធ្វើដំណើរនៅក្នុង Disworld ដែលគ្មានគោលដៅច្បាស់លាស់គឺដឹងតែពួកគេដើរតាមអាគីរីឯក្រុម Hoshi វិញពួកគេនឹងដើររក Disworld ថ្មីដែលអាចចាប់ទុកថាជាផ្ទះបានអញ្ចឹងឥឡូវគឺនៅសល់តែ Nagara, Mizuho, Nozomi និង Rashdani ទេដែលមិនបានបោះចោលគម្រោងដើមនៅក្នុង Disworld ផ្សេងឆ្ងាយពីនឹងទៀតនៅពេលដែលសិស្សដទៃទៀតដឹងថា Nagara គឺជាអ្នកដែលបង្កើត Disworld ទាំងអស់នេះគឺពួកគេគិតថាដោយសារតែគាត់បានជាគេត្រូវជាប់នៅក្នុង Disworld ហើយដូចនេះហើយសិស្សទាំងនោះបានសម្រេចចិត្តដាក់ទោសទៅលើ Nagara គឺសម្រេចចិត្តយោងទៅតាមជំរឿសរបស់អបៈនេះដែលមានឈ្មោះថា Komori អញ្ចឹងដោយសារតែធម្មពលរបស់ Komori ឥឡូវនេះ Nagara គឺបានភ្ញាក់មកនៅក្នុង Disworld ថ្មីមួយទៀតដែលមានសិស្សជាច្រើនកំពុងតែកសាងប្រាសាទមួយឆ្ពោះទៅកាន់ឋានសួគ៌នៅពេលដែលគាត់បានរស់នៅក្នុង Disworld នេះកាន់តែយូរទៅ Nagara បានចាប់អារម្មណ៍ថាអ្វីដែលពួកគេធ្វើនេះគឺវាគ្មានន័យទាល់តែសោះពួកគេនិយាយថាគេកំពុងតែសាងសង់ផ្លូវដើម្បីឆ្ពោះទៅកាន់ឋានសួគ៌ដែលក្នុងគោលបំណងចង់ចាក់ចេញពី Disworld ប៉ុន្តែម្នាក់គឺបែរជាកសាងចុះទៅក្រោមទៅវិញហើយចម្លែកជាងនឹងទៅទៀតអ្នកដែលនៅទីនោះគឺគ្មានពីណាគេឆ្ងល់ឬក៏សួរទៅលើចំណុចទាំងអស់នេះទេពួកគេគ្រាន់តែធ្វើការងារមួយនេះដែលមិនដែលសួរសំណួរទៅលើខ្លួនឯងសោះនៅក្នុងពិភពលោកដែលរញ៉េរញ៉ៃដូចជា Disworld ជីវិតរបស់សិស្សទាំងអស់ហ្នឹងគឺហាក់បីដូចជាគ្មានន័យអញ្ចឹងពួកគេគ្មានកន្លែងត្រូវទៅគ្មានគោលដៅត្រូវសម្រេចហើយដូចនេះហើយអ្វីដែលសិស្សទាំងអស់ហ្នឹងត្រូវការបំផុតគឺហេតុផលដើម្បីបន្តរស់តទៅមុខទៀតដែលជាអ្វីដែលការងារមួយនេះបានផ្ដល់ឲ្យគឺវាបានផ្ដល់កម្លាំងចិត្តឲ្យពួកគេរស់ឡើងវិញម្ដងទៀតវាបានផ្ដល់គោលដៅដែលពួកគេអាចដេញចាប់បានសូម្បីតែមិនម្នាក់ដែល Nagara បានរាប់អានក៏និយាយដែរថាសិស្សទាំងអស់នៅក្នុងពិភពលោកនេះគឺគ្មានពីណាគេជឿជាក់ទៅលើឋានសួគ៌ហើយមិនជឿថាពួកគេនឹងអាចចាក់ចេញពី Disworld បានឡើយប៉ុន្តែពួកគេគឺនៅតែសម្រេចចិត្តធ្វើការមួយនេះទោះគ្មានពីណាគេបង្ខំឲ្យធ្វើក៏ដោយមនុស្សទាំងអស់នេះសុខចិត្តដេញទៅតាមក្តីស្រមៃដែលคล้ายដើម្បីឲ្យមានហេតុផលសម្រាប់ជីវិតមួយនេះប្រសិនបើនេះគឺជា Nagara នៅដើមរឿងគឺគាត់ប្រហែលជាស្រូបចូលទៅក្នុងការរស់នៅបែបនេះដែរហើយតែ Nagara ឥឡូវនេះគឺខុសពីមុនគឺគាត់បានសួរទៅលើអ្វីៗគ្រប់យ៉ាងដែលខ្លួនកំពុងតែធ្វើគាត់សួររកហេតុផលទៅលើជំរឿសរបស់ខ្លួនហើយនៅពេលដែល Nagara ដឹងថាគ្មានហេតុផលទៅលើអ្វីដែលពួកគេកំពុងតែធ្វើទេគាត់បានបដិសេធហើយឈប់គោរពទៅតាមច្បាប់នៅក្នុង Disworld ធ្វើបែបនេះ Nagara គឺបានត្រឡប់ពិភពលោកទាំងមូលតែម្ដងហើយគាត់ក៏បានចាប់ផ្ដើមដើរឡើងទៅលើឆ្ពោះទៅកាន់ឋានសួគ៌ដែលទៅដល់នោះ Komori កំពុងតែរងចាំគាត់ធម្មពលរបស់ Komori គឺគាត់អាចបង្វិលពិភពលោកទាំងមូលបានចំណុចដែលគួរឲ្យចាប់អារម្មណ៍នៅក្នុង Disworld មនុស្សទាំងអស់នោះគឺមិនបានសាងសង់ឆ្ពោះទៅកាន់ឋានសួគ៌ដូចជាគេបាននិយាយទេពីមួយដុំទៅមួយដុំពីមួយកម្មទៅមួយកម្មតាមពិតទៅគឺពួកគេដើរកាន់តែឆ្ងាយចេញពីគោលដៅរបស់ខ្លួនទៅវិញដែលខ្ញុំគិតថាដឹងតែមានអត្ថន័យជ្រាលជ្រៅហើយតែខ្ញុំខ្ជិលនិយាយបើគិតទៅធម្មពលរបស់ Nagara គឺដូចជារត់ចេញពីបញ្ហារបស់ខ្លួនឯងអញ្ចឹងនៅពេលដែលគាត់ជាប់នៅក្នុងកលៈទេសៈមួយដែលខ្លួនមិនពេញចិត្តគឺគាត់តែងតែបង្កើតពិភពថ្មីឆ្លងទៅកាន់រហូតហើយដោយសារតែបែបនេះហើយ Nagara បាននាំទុកទៅដល់អ្នកដទៃទៀតនៅជុំវិញខ្លួនគាត់អាចបន្ទោសធម្មពលខ្លួនឯងបានឬក៏អាចបន្ទោសព្រះដែលបានឲ្យធម្មពលនេះឲ្យមកគាត់តែ Nagara គឺអត់បានទេគឺគាត់មិនគិតបែបនេះឡើយ Nagara បានសន្យាថាគាត់នឹងឈប់រត់គេចចេញពីបញ្ហារបស់ខ្លួនឯងទៀតហើយចាប់ពីពេលនេះទៅគាត់នឹងទទួលស្គាល់ការពិតនៃធម្មពលរបស់ខ្លួននៅពេលដែលបានឃើញថា Nagara បានផ្លាស់ប្ដូរ Komori បានសម្រេចចិត្តដោះលែងគាត់ចេញទៅពីព្រោះនៅចុងបញ្ចប់ពួកគេគឺជាជនរងគ្រោះនៃជំរឿសរបស់ព្រះដូចគ្នា
នៅពេលដែលពួកគេជុំគ្នានៅលើកោះវិញ Rashidani បានសម្រេចចិត្តថាគាត់នឹងជិះសំពៅដើម្បីទៅសិក្សាពី This World ផ្សេងទៀតមានន័យថាឥឡូវនេះគឺនៅសល់តែ3នាក់ទេដែលមានកម្រងត្រឡប់ទៅផ្ទះវិញចុងក្រោយ Rashidani បានឲ្យ Power Holder ដែលពួកគេបានមកពី Monkey World ហើយថាមពលរបស់វាគឺវាមានក្លិនដូចជា Sunshine អ្វីដែលពិសេសនោះទោះគាត់ខំដោះខំជូតខំលាងយ៉ាងណាក៏ដោយក្លិននោះគឺមិនបាត់ឡើយគឺវារក្សាទុកក្លិនដើមនៅដដែលបន្ទាប់ពីនិយាយពាក្យលារបស់ខ្លួនហើយ Rashidani បានចាក់ចេញទៅអូខេអញ្ចឹងឥឡូវហ្នឹងគឺយើងនឹងនិយាយតាក់ទងជាមួយនឹង Yamabiko ម្ដងអញ្ចឹងយើងដឹងហើយថាគាត់គឺជាមនុស្សប្រែទៅជាសត្វចចកហើយគាត់បានរស់នៅក្នុង This World អស់រយៈពេល 5000 ឆ្នាំហើយយើងដឹងតែប៉ុណ្្នឹងឯងតាក់ទងជាមួយនឹងគាត់តែបន្ទាប់ពីបានដឹងពីដំណើរសាច់រឿងរបស់គាត់ហើយទើបយើងដឹងថាតួអង្គមួយនេះនិង Nagara គឺមានចំណុចដូចគ្នានិងខុសគ្នាច្រើនខ្លាំងមែនទែននៅក្នុងសាច់រឿងរបស់ពួកគេ Yamabiko គឺជាមនុស្សម្នាក់ដែលបានដើរសងព្រេងពី This World មួយទៅកាន់ This World មួយទៀតអស់ជាច្រើនឆ្នាំគាត់បានឆ្លងកាត់ពិភពដែលគ្មានន័យពិភពដែលឈឺចាប់ពិភពដែលគ្រោះថ្នាក់ប៉ុន្តែទោះយ៉ាងណាក៏ដោយគឺគាត់នៅតែអាចបន្តទៅមុខបានគឺបន្តការផ្សងព្រេងដែលគ្មានគោលដៅរបស់គាត់ប៉ុន្តែដំណើររបស់គាត់ត្រូវបានបញ្ឈប់ដោយសារតែគាត់បានជួបជាមួយនឹងមនុស្សស្រីម្នាក់ឈ្មោះថា Kodama ពួកគេបានឲ្យកន្លែងគាត់នៅដេកហូបហើយជាមួយនឹងធម៌ពលរបស់ Kodama ដែលអាចធ្វើអ្វីៗបានទាំងអស់អ្នកដែលនៅទីនោះគឺពឹងផ្អែកជឿជាក់ Kodama ទៅលើរឿងគ្រប់យ៉ាងទាំងអស់ពួកគេចាប់ទុកនាងដូចជាព្រះអញ្ចឹងដោយសារតែបែបនេះ Kodama ហាក់បីដូចជាជាប់នៅទីនេះមិនអាចចាក់ចេញទៅណាបានប៉ុន្តែនៅពេលដែល Yamabiko បានមកដល់ទីនេះគឺគាត់បានផ្ដល់អ្វីពិសេសមួយឲ្យមកនាង Yamabiko មិនមានធម៌ពលឬក៏ជំនាញដែលអាចជួយពួកគេបានទេតែអ្វីដែលគាត់មានគឺជារឿងនិទាននិយាយអំពីដំណើរសងព្រេងរបស់គាត់សម្រាប់ Yamabiko វិញគាត់មិនដែលមាននរណាគេមើលមកខ្លួនជាមួយនឹងកែវភ្នែកនិងទឹកមុខស្លូតត្រង់បែបនេះទេដែលធ្វើឲ្យគាត់មិនទុកចិត្តទៅលើអ្នកដែលរស់នៅទីនេះហើយក៏បានសម្រេចចិត្តរត់ចេញទៅប៉ុន្តែ Kodama គឺនៅតែទៅតាមគាត់ទៀតនាងតាមរហូតដល់ថ្នាក់ Yamabiko បានសម្រេចចិត្តត្រឡប់មកវិញប៉ុន្តែគាត់មកនេះគឺមិនមែនជាមួយនឹងកំហឹងឬក៏ខ្លាចនាងនោះទេគឺផ្ទុយពីនឹងនៅពេលដែលពួកគេបានចំណាយពេលជាមួយនឹងគ្នាកាន់តែយូរទៅ Yamabiko បានចាប់ផ្ដើមមានអារម្មណ៍ថាធូរស្រាលពីព្រោះទីបំផុតអស់រយៈពេលប្រហែលឆ្នាំមកនេះគឺគាត់បានរកឃើញកន្លែងដែលខ្លួនអាចហៅថាផ្ទះបានហើយYamabiko បានសម្រេចចិត្តថានៅទីនេះជារៀងរហូតតែពេលនោះគឺមានរឿងអាក្រក់មួយបានកើតឡើងជំងឺមួយបានចាប់ផ្ដើមរាលដាលហើយសូម្បីតែធម៌ពលរបស់ Kodama ក៏មិនអាចបញ្ឈប់បានដែរពីមួយថ្ងៃទៅមួយថ្ងៃជំងឺនោះកាន់តែរាលដាលខ្លាំងទៅដែលធ្វើឲ្យពួកគេចាប់ផ្ដើមអស់សង្ឃឹមដូចអត់ត្រូវទេដែលធ្វើឲ្យ Kodama បានចាប់ផ្ដើមអស់សង្ឃឹមបានត្រូវព្រោះតែអ្នកនៅទីនោះតែងតែទុកចិត្តលើនាងឥឡូវនេះ Kodama គឺមិនអាចធ្វើអ្វីបានក្រៅពីប្រាប់ពួកគេថាអ្វីៗនឹងមិនអីនោះទេទាំងដែលខ្លួនបានដឹងថារឿងគ្រប់យ៉ាងនឹងបន្តកាន់តែអាក្រក់ជាងនេះទៀតKodama បានសួរ Yamabiko ថាតើនាងមានសម្រស់បែបណានៅថ្ងៃនេះនាងចង់បានចម្លើយពិតចេញមកពីគាត់ Yamabiko បានតបទៅវិញថាសក់របស់នាងធ្វើឲ្យគាត់នឹកឃើញទៅដល់ព្រិលធ្លាក់បបោមាត់ពណ៌ខៀវហាក់បីដូចជាមេឃស្រឡះនិងកែវភ្នែករបស់នាងគឺពោពេញទៅដោយភាពស្លូតត្រង់ខ្លាំងជាងរាល់ដងទៅទៀត Yamabiko នៅពេលនោះគឺមិនអាចនិយាយការពិតប្រាប់នាងបានឡើយហើយភ្លាមនោះ Yamabiko បានប្រែខ្លះទៅជាឆ្កែចចកពួកគេបានដើររកឃើញមូលហេតុដែលបង្កជំងឺរាលដាលនេះហើយគឺមកពីបុរសម្នាក់នេះនៅពេលដែលគាត់បានជួប Kodama ជាលើកដំបូងបុរសម្នាក់ហ្នឹងបាននិយាយដាក់មុខនាងតែម្ដងថា You look so disgusting Kodama ពេលនោះបានសម្រេចចិត្តជួយគាត់ពីព្រោះមានតែគាត់ទេដែលអាចធ្វើរឿងមួយដែលគ្មាននរណាគេហ៊ានធ្វើសូម្បីតែ Yamabiko គឺគាត់ហ៊ាននិយាយការពិតឲ្យនាងដឹងដែលធ្វើឲ្យ Kodama បាននឹកឃើញទៅដល់លើកដំបូងដែលនាងបានជួបគ្នាជាមួយនឹង Yamabiko មកទល់ពេលនេះតួអង្គដែល Kodama សម្ដែងនៅទល់មុខគេគ្រប់គ្នាបានចាប់ផ្ដើមបាក់បែកទៅបន្តិចម្ដងហើយគឺនាងមិនដឹងថាខ្លួនឯងត្រូវធ្វើដូចម្ដេចទៀតទេតើជំរឿសដែលនាងបានឲ្យបរិះនឹងមកទីនេះជាជំរឿសត្រូវឬក៏ខុសតើនាងត្រូវធ្វើបែបណាទៀតជាមួយនឹងគាត់ Kodama បានសួរ Yamabiko សួរដើររកចម្លើយយោបល់ស្អីក៏បានដែរឲ្យតែផ្សេងពីនាងប៉ុន្តែដូចជាអ្នកដទៃទៀតដោយសារតែ Yamabiko បានទុកចិត្តទៅលើអ្វីៗគ្រប់យ៉ាងដែលនាងបានធ្វើកន្លងមកឥឡូវនេះគឺគាត់មិនអាចនិយាយអ្វីបានក្រៅពីយល់ស្របជាមួយនឹងជំរឿសរបស់នាងថាអ្វីដែល Kodama បានជ្រើសរើសគឺត្រឹមត្រូវទាំងអស់ទោះនៅពេលនោះគឺគាត់បានដឹងបានឃើញពីកំហុសនៅក្នុងសកម្មភាពរបស់នាងក៏ដោយប៉ុន្តែគំនិតដែលនិយាយអ្វីប្រាប់ទៅនាងគឺមិនដែលឆ្លងកាត់ខួរក្បាលគាត់តតែសោះពីព្រោះនៅអំឡុងពេលនោះ Yamabiko បានទុកចិត្តលើ Kodama ជាងខ្លួនឯងទៅទៀតហើយជំរឿសមួយនេះគឺបានធ្វើឲ្យ Yamabiko ស្ដាយក្រោយខ្លាំងមែនទែនជំងឺនឹងកាន់តែរាលដាលបន្ថែមទៀតរហូតដល់ថ្នាក់ធ្វើឲ្យអ្នកនៅទីនោះបានប្រែក្លាយទៅជាត្បូង Kodama បានសួរទៅកាន់បុរសម្នាក់នោះថាតើជំងឺនេះគឺជាអ្វីហេតុអីបានជាធម៌ពលរបស់នាងមិនអាចព្យាបាលពួកគេបានតទៅមុខទៀតគឺយើងបានដឹងថាបុរសម្នាក់ហ្នឹងមានឈ្មោះថា War ដែលបកប្រែមកវិញគឺសង្គ្រាមគាត់គឺជាមនុស្សម្នាក់ដែលតំណាងឲ្យសង្គ្រាមតែម្ដងហើយគាត់និយាយថាជំងឺមួយនេះ
គឺជាការដូលពីគាត់ជូនទៅកាន់នាងវ៉បានសារភាពថាលើកដំបូងដែលគាត់បាននិយាយថាខូដាម៉ាគួរឲ្យស្អប់ខ្ពើមនោះគឺជាពាក្យកុហកទេគាត់គឺគ្រាន់តែនិយាយអ្វីដែលខូដាម៉ាចង់ឮតែប៉ុណ្ណោះក្នុងគោលបំណងដើម្បីឲ្យនាងចូលចិត្តគាត់ដែលប្រកាសណាស់ខូដាម៉ាគឺមិនមានអារម្មណ៍បែបនេះទេវ៉បានខំប្រឹងយ៉ាងខ្លាំងដើម្បីឲ្យនាងចូលចិត្តគាត់ប៉ុន្តែនៅលើโลกនេះគឺគ្មាននរណាគេស្រឡាញ់សង្គ្រាមឡើយវ៉បានប្រាប់ការពិតទៅកាន់យ៉ាម៉ាប៊ីកូថាជំងឺមួយនេះគឺមកពីឌីស្វលផ្សេងទៀតវាគឺជាជំងឺមួយនឹងរីកកាន់តែខ្លាំងប្រសិនបើជាអ្នកឆ្លងមានផ្លូវចិត្តកាន់តែខ្សោយហើយវ៉បានប្រាប់ទៀតថាមូលហេតុដោយសារតែយ៉ាម៉ាប៊ីកូមិនបានឆ្លងជំងឺនេះព្រោះឌីស្វលដែលពួកគេកំពុងតែនៅនឹងគឺបង្កើតឡើងដោយសារតែគាត់ថាមពលរបស់យ៉ាម៉ាប៊ីកូគឺគាត់អាចបង្កើតអ្វីៗបានទាំងអស់នៅក្នុងក្បាលរបស់ខ្លួនហេតុដូចនេះហើយបានជាគាត់ប្រែក្លាយទៅជាសត្វឆ្កែនៅពេលនោះគឺគាត់មើលឃើញខ្លួនឯងថាជាឆ្កែដែលតែងតែនៅក្បែរខូដាម៉ាគ្រប់ជំហានយ៉ាម៉ាប៊ីកូបានជាប់នៅក្នុងពិភពដែលគាត់បានបង្កើតឡើងហេតុដូចនេះហើយបានជាគាត់មិនអាចឆ្លងជំងឺហ្នឹងហើយមូលហេតុដែលថាមពលរបស់ខូដាម៉ាមិនអាចព្យាបាលជំងឺនេះបានគឺដោយសារតែវ៉បាននាំជូនអ្វីមួយដែលយ៉ាម៉ាប៊ីកូមិនធ្លាប់ឆ្លងកាលពីមុនមកអ្វីដែលគាត់អាចធ្វើបាននៅពេលនេះគឺមានតែត្រូវផ្លាស់ប្ដូរខ្លួនឯងទេយ៉ាម៉ាប៊ីកូត្រូវដោះលែងខ្លួនឯងចេញពីពិភពលោកមួយនេះចេញពី Disval ដែលគាត់បានបង្កើតឡើងតែមកដល់ដំណាក់កាលនេះគឺវាបានហួសពេលបាត់ទៅហើយវ៉េអ្នកទាំងអស់គ្នាប្រហែលជាឆ្ងល់ឯណោះតែហេតុអីបានជាមានមនុស្សនៅក្នុង Disval ដែលយ៉ាម៉ាប៊ីកូបានបង្កើតឡើងចម្លើយនោះគឺដោយសារតែថាមពលរបស់ខូដាម៉ាហ្នឹងហើយនាងនិងសិស្សដទៃទៀតបានជួបប្រទះជាមួយនឹង Disval ហើយក៏បានសម្រេចចិត្តធ្វើវាជាផ្ទះរបស់ពួកគេតែម្ដងទៅបន្ទាប់មកយ៉ាម៉ាប៊ីកូបានងើបពីដំណេករបស់គាត់ធ្វើឲ្យពួកគេបានជួបគ្នាទៅនៅពេលនោះយ៉ាម៉ាប៊ីកូគឺមិនអាចធ្វើអ្វីបានទៀតឡើយគ្រប់ពេលកន្លងមកនៅក្នុងចិត្តរបស់ខូដាម៉ាគឺនាងបានស្រែកហៅឲ្យគាត់ជួយបានស្រែកប្រាប់គាត់ថាឲ្យយកនាងទៅតាមដំណើរផ្សងព្រេងជាមួយនឹងគាត់ទៅខូដាម៉ាបានរងចាំពាក្យសម្ដីរបស់គាត់ថានាងមិនចាំបាច់មើលថែអ្នកដទៃទៀតនោះទេខូដាម៉ាបានរងចាំពាក្យសម្ដីរបស់យ៉ាម៉ាប៊ីកូនិយាយថាពួកគេនៅសល់ពេលតោះយើងនាំគ្នារត់ចេញពីទីកន្លែងនេះតែម្ដងទៅប៉ុន្តែទោះបីជាគាត់បានឮសម្ដីរបស់នាងក៏ដោយយ៉ាម៉ាប៊ីកូគឺនៅតែមិនអាចជ្រើសរើសជំរឿខ្លួនឯងបានគឺគាត់ស្រឡាញ់ជឿជាក់លើខូដាម៉ាខ្លាំងពេកធ្វើឲ្យគាត់ទុកចិត្តជីវិតទាំងមូលរបស់ខ្លួននៅក្នុងដៃរបស់នាងធ្វើឲ្យពីរអ្នកគេឈររងចាំជំនួយពីគ្នាទៅវិញទៅមកពីចុងក្រោយរបស់ខូដាម៉ាមកកាន់គាត់គឺនាងបានប្រាប់ឲ្យគាត់ចាក់ចេញពីទីនេះប្រាប់ឲ្យគាត់បំភ្លេចនាងចោលទៅតែយ៉ាម៉ាប៊ីកូនៅតែចាំនៅតែគេងក្បែរនាងអស់រយៈពេល5000ឆ្នាំបានកន្លងផុតទៅទើបគាត់អាចដកខ្លួនចេញពីនាងបានយ៉ាម៉ាប៊ីកូនិងណាការ៉ាហាក់បីដូចជាតួអង្គតែមួយអញ្ចឹងតាំងពីដើមរឿងមកណាការ៉ាគឺរស់នៅដូចជាស្លាប់មិនហ៊ានធ្វើអ្វីសោះសុកចិត្តនៅដេកតែមួយកន្លែងបោះបង់ចោលពេលវេលារបស់ខ្លួនប្រសិនបើជាគាត់មិនបានផ្លាស់ប្ដូរបាក់បែកចេញពីស្របកដែលគាត់នៅជាប់នោះទេណាការ៉ាប្រកាសជាហួសពេលដូចយ៉ាម៉ាប៊ីកូហើយគឺនឹងធ្វើឲ្យគាត់ស្ដាយក្រោយនៅពេលដែលណាការ៉ាគិតទៅលើរឿងទាំងអស់ដែលបានកើតឡើងគឺគាត់បានចាប់ផ្ដើមស្ដាយភ័យមិនដឹងថាជំរឿសរបស់ខ្លួនកន្លងមកត្រូវឬក៏ខុសហើយតទៅមុខទៀតមិនដឹងថាគាត់អាចជ្រើសរើសយកចម្លើយត្រូវឬក៏អត់ដែលធ្វើឲ្យគាត់មានអារម្មណ៍ថាមិនអាចបន្តទៅមុខទៀតបានយ៉ាម៉ាប៊ីកូនៅពេលនោះបាននិយាយថា I don't know if I can. Yeah, you can. ជឿជាក់លើណាការ៉ាថាគាត់នឹងអាចធ្វើបានទំនាក់ទំនងរវាងយ៉ាម៉ាប៊ីកូនិងខូដាម៉ាហើយណាការ៉ាជាមួយនឹងណូស៊ូមីក៏រៀងផ្ទុយប៉ុន្តែក្នុងពេលតែមួយក៏ស្រដៀងគ្នាដែរនិយាយរួមទៅសាច់រឿងរបស់យ៉ាម៉ាប៊ីកូទោះមិនសូវតាក់ទងជាមួយនឹងដំណើររឿងគោលក៏ដោយសាច់រឿងរបស់គាត់គឺយើងអាចយកទៅប្រៀបធៀបជាមួយនឹងតួអង្គផ្សេងជាមួយនឹងទំនាក់ទំនង relationship រវាងតួអង្គមួយនិងតួអង្គមួយទៀតបានច្រើនខ្លាំងមែនតើដូចជាណាការ៉ានិងណូស៊ូមីប៉ុន្តែចំណុចមួយហ្នឹងគឺខ្ញុំនឹងធ្វើការនិយាយបន្ថែមទៀតនៅខាងមុខពីព្រោះឥឡូវនេះគឺយើងត្រូវដឹងពីតួអង្គរបស់ណូស៊ូមីសិនណូស៊ូមីគឺជាផ្នែកមួយដែលសំខាន់ខ្លាំងមែនទែនសម្រាប់តួអង្គណាការ៉ាប្រសិនបើជាគ្មាននាងទេការលូតលាស់របស់គាត់នឹងមិនកើតមានឡើយនាងគឺជាមនុស្សទី1ដែលបានឈោងដៃជួយគាត់ជួយឲ្យណាការ៉ាចាក់ចេញពីរង្វង់ដែលគាត់បានបង្កើតឡើងសម្រាប់ខ្លួនចាក់ចេញពីជីវិតដែលរស់នៅដូចជាស្លាប់បើសិនបើជាអ្នកទាំងអស់គ្នាបានមើល Sony Boy គឺអ្នកទាំងអស់គ្នានឹងចាប់អារម្មណ៍ថាជារឿយៗ Nozomi តែងតែមាន close up shot នៃភ្នែករបស់នាងហើយនៅក្នុង scene ទាំងអស់នោះគឺគេបង្ហាញថា Nozomi អាចមើលធ្លុះពីធាតុពិតរបស់មនុស្ស Nozomi បានដឹងថាក្រៅពីធម៌ពលដ៏អស្ចារ្យទាំងអស់ដែលគាត់មាន Asakase គឺគ្រាន់តែជាមនុស្សទន់ខ្សោយម្នាក់ដែលត្រូវការការទទួលស្គាល់ពីអ្នកដទៃហើយដូចនេះហើយនៅពេលដែល Aki បានផ្ដល់វាឲ្យទៅគាត់ត្រូវបានធ្លាក់ខ្លួនក្នុងរណ្ដំរបស់នាងបាត់ទៅហើយនៅពេលដែលនាងមើលទៅកាន់ Hoshi គឺធ្វើឲ្យ Nozomi ដឹងហ្មងថាប៉ែហ្នឹងដឹងរឿងច្រើនជាងអ្វីដែលគាត់បានប្រាប់ពួកគេទៅទៀតដែលជាមូលហេតុធ្វើឲ្យ Hoshi បានប្រាប់នាងថាគាត់ដឹងពីការរសាត់មុនវាកើតឡើងទៅទៀតហើយនៅពេលដែលនាងបានមើលទៅកាន់ Nagara លើកដំបូងបំផុតនៅពេលដែលពួកគេបានជួបគ្នាគឺនាងឃើញច្បាស់តែម្ដងថា Nagara គឺជាមនុស្សម្នាក់ដែលត្រូវគេបានបោះបង់ចោលនៅក្នុងអេពីសូតទី6គឺយើងបានឃើញពីស្ថានភាពនៅក្នុងផ្ទះរបស់គាត់ហើយនៅពេលនោះយើងបានឃើញច្បាស់តែម្ដងថា Nagara គឺត្រូវបានប៉ាម៉ាក់របស់គាត់បោះបង់ចោលអញ្ចឹងដោយសារតែគាត់គឺជាក្មេងម្នាក់ដែលគ្មានប៉ាម៉ាក់គ្មាននរណាគេអាចនិយាយជាមួយបានដែលជាមូលហេតុធ្វើឲ្យគាត់រស់នៅបែបនេះទៅគឺរស់នៅដោយកិច្ចពីទំនាក់ទំនងជាមួយនឹងអ្នកដទៃជាអ្វីមួយដែលថ្មីសម្រាប់គាត់ Nozomi ប្រហែលជាបានដឹងពីបញ្ហាមួយនេះទើបនាងបានសុខចិត្តឈោងដៃទៅជួយគាត់ So
What are you... Hey, would you say that you're a sunflower or are you a dandelion? Huh? What are you talking about? សំណួរមួយហ្នឹងនៅក្នុងអេពីសូតទី1គឺពិសេសខ្លាំងមែនទែនសម្រាប់ទំនាក់ទំនងរវាងតួអង្គពីរហ្នឹងចម្លើយដែល Nagara បានផ្ដល់ឲ្យ Nozomi នៅពេលនោះគឺវាមិនសមជាមួយនឹងអត្តចរិតរបស់គាត់ឡើយ Nagara គឺជា Sunflower គឺជាមនុស្សម្នាក់ដែលឈរពីចម្ងាយមើលទៅកាន់ពន្លឺដែលគាត់គិតថាខ្លួនមិនអាចចាប់បានប៉ុន្តែដោយសារតែ Nozomi គាត់បានក្លាយទៅជា Dandelion គាត់បានឈោងដៃទៅចាប់ពន្លឺនោះ Nozomi គឺជាមនុស្សដំបូងដែលធ្វើឲ្យគាត់ចាប់ផ្ដើមឈានជើងដើរទៅមុខនៅក្នុង Sonny Boy គឺមានប្រធានបទមួយទៀតដែលតែងតែលើកឡើងមកជារឿយៗដែលតាក់ទងជាមួយនឹងបាក់សីបាក់ស្លាបលើកទី1ដែលយើងបានឃើញពីកើតឡើងគឺនៅពេលដែល Nagara បានឃើញបាក់សីមួយច្បាស់ណាស់ថាត្រូវការជំនួយពីគាត់ដើម្បីហោះម្ដងទៀតប៉ុន្តែបើជាមិនធ្វើអីសោះ Nagara បានដើរចេញនិយាយថាគាត់ដឹងថាខ្លួនឯងមិនអាចធ្វើអ្វីដើម្បីជួយវាបានទេគឺគាត់ទទួលស្គាល់បរាជ័យទាំងដែលខ្លួនមិនទាន់បានធ្វើអីផងប៉ុន្តែឥឡូវនេះផ្នត់កំណត់មួយហ្នឹងគឺគាត់បានបោះបង់ចោលហើយបន្តមកគឺយើងមាន Nozomi ដែលនាងបានជួយមើលថែព្យាបាលបាក់សីនោះឲ្យវាអាចហោះហើរដោយខ្លួនឯងបានម្ដងទៀតដែលយើងអាចប្រៀបធៀបបាក់សីហ្នឹងជាមួយនឹង Nagara ដែលនាងបានជួយឲ្យគាត់អាចហោះហើរដោយខ្លួនឯងបានដូចគ្នា Hoshi គឺជាមនុស្សម្នាក់ទៀតដែលបានសម្រេចចិត្តជួយបាក់សីហ្នឹងប៉ុន្តែខុសពី Nozomi គឺគាត់បានសម្រេចចិត្តតែម្ដងថាវានឹងមិនអាចហោះវិញបានទៀតនោះទេគឺគាត់បានទទួលស្គាល់អ្វីដែលនៅខាងមុខខ្លួនឯងដោយមិនទាន់បានខំប្រឹងធ្វើអ្វីផងដូចគ្នាជាមួយនឹងរបៀបនៃការវាយតម្លៃរបស់គាត់ទៅលើរឿងទាំងអស់នេះ Hoshi បានសម្រេចចិត្តជឿជាក់តែម្ដងថាពួកគេនឹងមិនអាចទៅផ្ទះវិញបានឡើយហើយដូចនេះហើយបានជាគាត់ចោះចាញ់បោះបង់គម្រោងការទៅផ្ទះចោលតែគាត់នៅតែខំប្រឹងការពារអ្នកគ្រប់គ្នាដែលវាគឺជារឿងល្អប៉ុន្តែក្នុងពេលតែមួយនោះគឺគាត់ហាក់បីដូចជាបានឃុំឃាត់ដាក់កម្រិតលើពួកគេមនុស្សចុងក្រោយនៅក្នុងប្រធានបទមួយនេះគឺ Kodama ស្រដៀងគ្នាជាមួយនឹង Nozomi ដែរ Kodama បានជួយបាក់សីនោះឲ្យហោះឡើងវិញបានតែខុសពី Nozomi គឺនាងបានធ្វើវាដោយប្រើប្រាស់ថាមពលរបស់ខ្លួនឯងមានន័យថាមានតែនាងទេដែលជាអ្នកខំប្រឹងជួយវាដោយមិនចាំបាច់ឲ្យបាក់សីនោះខំប្រឹងជួយខ្លួនឯងតតែសោះហេតុដូចនេះហើយនៅពេលដែលបាក់សីនឹងអាចហោះឡើងវិញគឺវាតែងតែត្រឡប់មករក Kodama វិញពីព្រោះបើគ្មាននាងវាគិតថាខ្លួនឯងមិនអាចរស់បានឡើយដែលជាមូលហេតុធ្វើឲ្យបាក់សីនោះបានស្លាប់ដោយសារតែជំងឺឆ្លងដូចគ្នាហាក់បីដូចជាមនុស្សទាំងអស់នៅក្នុងពិភពលោកនោះអញ្ចឹងដោយសារតែពួកគេទុកចិត្តលើ Kodama ខ្លាំងពេកនៅពេលដែលពេលវេលាមកដល់ដែលត្រូវការឲ្យពួកគេជួយខ្លួនឯងសិស្សទាំងអស់នោះត្រូវបានបរាជ័យចំណុចដែលធ្វើឲ្យ Kodama បរាជ័យហើយ Nozomi ទទួលបានជោគជ័យនោះពីព្រោះ Nozomi បានដឹងថាដើម្បីចង់ជួយនរណាម្នាក់គឺយើងមិនត្រូវជួយគេទាំងស្រុងឡើយយើងត្រូវតែធ្វើឲ្យម្នាក់នោះបានដឹងថាដើម្បីឲ្យមានគេជួយពួកគេត្រូវតែចង់ជួយខ្លួនឯងជាមុនសិននៅពេលដែល Nozomi ឈោងដៃទៅចាប់ Nagara គឺនាងមិនបានបង្ខំឲ្យគាត់ដើរតាមទេហើយដូចនេះហើយបានជា Nozomi លែងដៃគាត់ទៅវិញវាគឺជាជំរើសដែល Nagara ខ្លួនឯងត្រូវសម្រេចដែលនៅពេលនោះជំរើសរបស់គាត់គឺទៅតាមនាងអ្វីដែលគាត់ធ្វើទាំងអស់គឺមិនមែនដោយសារតែ Nozomi ឡើយគឺគាត់ធ្វើនេះដើម្បីជួយខ្លួនឯងដែលជាមូលហេតុធ្វើឲ្យ Nagara អាចឈរដោយខ្លួនឯងបានខុសពី Yamabiko ដែលមិនអាចរស់នៅតទៅមុខទៀតដោយគ្មាន Kodama មិនតែប៉ុណ្ណោះនៅក្នុងដំណើររឿងតទៅមុខទៀតគឺយើងបានឃើញ Nagara ដែលជាអ្នកជួយ Nozomi វិញនៅពេលដែលនាងត្រូវការនៅក្នុងអេពីសូតទី6អំឡុងពេលដែលគេគ្រប់គ្នាបានឃើញខ្លួនឯង graduate អ្វីដែល Nozomi បានឃើញនៅពេលនោះគឺសិស្សដទៃទៀតឈរជុំវិញតុរបស់នាង Nozomi នៅក្នុងពិភពលោកពិតគឺត្រូវស្លាប់ពន្លឺដែលខ្លួនខំរត់ដេញតាមអស់រយៈពេលកន្លងមកនេះតាមពិតទៅគឺជាការស្លាប់របស់នាងសោះនៅពេលដែលបានដឹងបែបនេះ Nozomi ដែលជាមនុស្សម្នាក់ចង់ត្រឡប់ទៅផ្ទះជាងគេជាងឯងតាំងពីដើមមកបានប្រែក្លាយទៅជាមនុស្សម្នាក់ដែលមិនដឹងថាខ្លួនត្រូវធ្វើដូចម្តេចតទៅមុខទៀតតើនាងគួរតែត្រឡប់ទៅវិញដែរឬទេប្រសិនបើជានាងដឹងថាខ្លួននឹងស្លាប់ដដែលហ្នឹងហើយនៅពេលដែល Nozomi បានក្លាយទៅជាបែបនេះតើពីណាគេដែលបានដាស់នាងឲ្យភ្ញាក់ឡើងវិញគឺគ្មានពីណាគេទៀតក្រៅពីបាក់សីដែល Nozomi បានជួយបាក់សីដែលបានហោះឡើងវិញដោយសារតែនាងគឺ Nagara បាននៅក្បែរ Nozomi នៅពេលនោះនៅពេលដែលនាងត្រូវការគាត់បំផុត Nagara បាននិយាយថាគាត់បានខ្លាចទៅជាបែបនេះគឺដោយសារតែនាងគឺ Nozomi ដែលជាអ្នកបញ្ចាំងពន្លឺចូលមកក្នុងជីវិតគាត់ហើយលើកនេះគាត់នឹងឈោងដៃឲ្យតែនាងវិញម្ដងអ្វីដែល Yamabiko និង Kodama បានបរាជ័យ Nagara និង Nozomi ទទួលបានជោគជ័យទៅវិញពួកគេគឺត្រូវការគ្នាត្រូវការម្នាក់ទៀតជួយដើម្បីឲ្យដើរទៅមុខបានតែកំហុសដែល Yamabiko និង Kodama បានធ្វើនោះគឺដោយសារតែពួកគេពឹងផ្អែកលើគ្នាខ្លាំងពេកហើយនៅពេលដែលទាំងសងខាងត្រូវការជំនួយពីម្ខាងទៀតពីរអ្នកគេគឺមិនអាចធ្វើអីបានទេរីឯ Nagara និង Nozomi វិញពីរអ្នកគេគឺមិនបានពឹងផ្អែកលើគ្នាទាំងស្រុងឡើយនៅពេលដែល Nozomi បានជួយគាត់គឺនាងបន្សល់ទុកកន្លែងសម្រាប់ឲ្យគាត់លូតលាស់ដោយខ្លួនឯងដើម្បីឲ្យគាត់អាចឈរដោយមិនចាំបាច់ឲ្យនាងកាន់ដៃហើយរហូតទម្រាំទៅដល់ពេលដែល Nozomi ត្រូវការវិញ Nagara បានក្លាយទៅជាមនុស្សម្នាក់ដែលអាចជួយនាងវិញថាមពលរបស់ Tsubasa គឺអានចិត្តហើយដូចជាឈ្មោះអញ្ចឹងថាមពលនេះគឺអាចឲ្យនាងដឹងថាអ្នកផ្សេងកំពុងតែគិតអីហើយដូចនេះហើយ Tsubasa គឺមិនបានប្រាប់ថាមពលរបស់ខ្លួនឯងឲ្យនរណាគេបានដឹងទេពីព្រោះប្រកាសណាស់បើសិនបើជាអ្នកផ្សេងដឹងថានាងអាចធ្វើអីបានដឹងថាគេដកខ្លួនចេញពីនាងហើយ Tsubasa បានលួចស្រឡាញ់ Asakaze
ទោះជាគាត់គិតមកលើនាងគំរូគំរើយបែបណាក៏ដោយគឺនាងនៅតែមិនអាចបញ្ឈប់ការស្រឡាញ់ដែលខ្លួនមានទៅលើគាត់ហើយស៊ូបាសាបានដឹងទៀតថាអាសាខាសេមានចិត្តទៅលើណូស៊ូមីប៉ុន្តែនាងមិនដែលខឹងឬក៏ច្រណែនណូស៊ូមីទេពីព្រោះណូស៊ូមីគឺជាមិត្តភក្តិដ៏ល្អមួយរបស់នាងដែរ God មានការងារមួយសម្រាប់អាសាខាសេគឺគាត់ត្រូវទៅសម្លាប់មនុស្សម្នាក់ដែលមានឈ្មោះថាវ៉គឺជាមនុស្សម្នាក់ដែលមានកម្រងចង់សម្លាប់ God ហើយការងារនេះគឺពិសេសខ្លាំងមែនទែនពីព្រោះមនុស្សនៅក្នុង This World គឺមិនអាចស្លាប់បានឡើយមានន័យថាអាសាខាសេគឺត្រូវបង្កើតការស្លាប់នៅក្នុងពិភពលោកមួយនេះទើបគាត់អាចសម្លាប់វបានដូចយើងបានដឹងអញ្ចឹងមនុស្សនៅក្នុងពិភពលោកនេះគឺមិនអាចស្លាប់ដោយអាយុបានទេហើយនៅពេលដែលពួកគេស្លាប់ការស្លាប់នោះគឺវាមិនដូចពិភពលោកយើងឡើយគឺអ្នកដែលស្លាប់នឹងប្រែក្លាយទៅជាវត្ថុមួយដែលតំណាងឲ្យខ្លួនគេដូចដែលយើងបានឃើញជាមួយនឹងខូដាម៉ាអញ្ចឹងហើយប្រសិនបើអ្នកទាំងអស់គ្នាអត់យល់ទេត្រៀមខ្លួនទៅគឺវាអញ្ញែញ៉ៃជាងហ្នឹងទៀតដោយសារតែស៊ូបាសាបានដឹងថាអាគីគ្រាន់តែប្រើប្រាស់អាសាកាសេហើយប្រសិនបើជាទំនាក់ទំនងរវាងពីរអ្នកគេតទៅមុខទៀតគឺនឹងធ្វើឲ្យគាត់ដើរទៅកាន់ផ្លូវខុសហើយដូចនេះស៊ូបាសាបានសម្រេចចិត្តហៅមនុស្សម្នាក់ដែលនាងគិតថាអាចផ្លាស់ប្ដូរអាសាកាសេបានហើយគ្មាននរណាគេក្រៅពីណូស៊ូមីទៀតនោះទេនៅពេលដែលណូស៊ូមីបានឃើញសាររបស់ស៊ូបាសានាងបានសុខចិត្តផ្អាកដំណើរទៅកាន់ពិភពលោកពិតរបស់ខ្លួនសិនស៊ូបាសាមិនបានប្រាប់ពីគោលបំណងពិតរបស់នាងឡើយប៉ុន្តែណូស៊ូមីគឺដឹងថានាងមានគោលបំណងផ្សេងក្រៅពីហ្នឹងពួកគេបានធ្វើដំណើរទៅរកវហើយនៅពេលដែលបានជួបវគឺយើងឃើញថាវមិនដូចជាអ្វីដែលយើងបានឃើញនៅក្នុងសាច់រឿងរបស់យ៉ាម៉ាប៊ីកូឡើយឥឡូវនេះគាត់ហាក់បីដូចជាសិស្សធម្មតាប៉ុន្តែបានធ្លាក់ចុះទៅក្រោមជារៀងរហូតដោយមិនអាចឈប់បានសូម្បីតែគាត់អង្គុយមកកន្លែងក៏មិនអាចឈប់ដែរហើយយោងទៅតាមស៊ូបាសានៅក្នុងក្បាលរបស់គាត់គឺគ្មានអ្វីទាល់តែសោះមូលហេតុដែលធ្វើឲ្យគាត់ខ្លាចទៅជាបែបនេះគឺប្រហែលជាដោយសារតែវបានឃើញអ្វីៗទាំងអស់ដែល This World អាចផ្ដល់ឲ្យឬក៏ដោយសារតែគាត់បានមកដល់ចុងបញ្ចប់នៃ This World ចម្លើយគឺវាអត់ប្រកបនោះទេគឺយើងត្រូវតែដើររជ្រៅខ្លាំងមែនតើដើម្បីដឹងពីអត្ថន័យពិតនៃតួអង្គនេះដែលខ្ញុំនឹងមិនធ្វើការដោះស្រាយទេវីដេអូនេះវែងខ្លាំងខ្ញុំអត់ចង់ឲ្យវែងជាងហ្នឹងទៀតទេដោយសារតែខ្លួនទ្រាំលែងបានណូស៊ូមីបានសួរតែម្ដងថាតើស៊ូបាសាកំពុងតែមានអីលាក់នៅក្នុងចិត្តមែនដែលធ្វើឲ្យស៊ូបាសាបានប្រាប់អ្វីៗទាំងអស់ឲ្យទៅណូស៊ូមីបានដឹងបន្ទាប់ពីបានឮរឿងរ៉ាវទាំងអស់ហើយនាងបានទៅនិយាយដាក់មុខអាសាខាសេតែម្ដងណូស៊ូមីនឹកស្មានមិនដល់ថាអាសាខាសេអាចគិតខ្ពស់ដល់ថ្នាក់ហ្នឹងទៅលើខ្លួនឯងគិតថាខ្លួនឯងអាចបង្កើតការស្លាប់បានមូលហេតុដែលនាងមិនអាចស្រឡាញ់ឬក៏ឲ្យតម្លៃទៅលើគាត់វិញបានគឺដោយសារតែអាសាខាសេមានផ្នត់គំនិតអត្តចរិតបែបនេះយើងបានដឹងតាំងពីអេពីសូតទី1ថាអាសាខាសេគឺជាមនុស្សម្នាក់គ្មានអ្វីអស្ចារ្យឡើយគឺគាត់មិនខុសពីមនុស្សធម្មតាដទៃទៀតនោះទេហើយគេបានបង្ហាញជារឿយៗថាអាសាខាសេគឺជាមនុស្សម្នាក់ដែលមិនសំខាន់នៅក្នុងជីវិតអ្នកដទៃទេគឺគាត់ហាក់បីដូចជាអ្នកដែលគេរើសចុងក្រោយនៅពេលដែលលេងល្បែងឬជាមនុស្សម្នាក់ដែលមានគេរាប់អានប៉ុន្តែគ្មាននរណាគេដែលគាត់អាចហៅថាជាមិត្តបានឡើយអញ្ចឹងជាការពិតអាសាខាសេនិងនាការ៉ាគឺមិនសូវខុសគ្នានោះទេហើយដូចនេះហើយនៅពេលដែលគាត់បានធម្មពលទាំងអស់នេះនៅពេលដែលគេចាប់ផ្ដើមមើលឃើញគាត់ដោយសារតែធម្មពលដែលខ្លួនមានអាសាខាសេបានបណ្ដោយឲ្យជីវិតរបស់ខ្លួនគ្រប់គ្រងដោយធម្មពលដែលគាត់ទទួលបានដែលជាមូលហេតុធ្វើឲ្យគាត់ងាយស្រួលចាញ់បោកអាគីអាសាខាសេគ្រប់គ្រងជីវិតរបស់ខ្លួនយោងទៅតាមការគិតរបស់អ្នកដទៃដែលមានមកលើគាត់គឺផ្ទុយពីណូស៊ូមីដែលនាងធ្វើអ្វីដោយស្ថិតក្នុងសេរីភាពរបស់ខ្លួនឯងទាំងស្រុងទោះឥឡូវនេះនាងដឹងថាខ្លួនឯងត្រូវស្លាប់នៅក្នុងពិភពដើមក៏ដោយតែណូស៊ូមីនៅតែសម្រេចចិត្តថាទៅព្រោះវាគឺជាជំរើសរបស់នាងសម្រាប់អាសាខាសេការទទួលស្គាល់ពីណូស៊ូមីគឺមានសារៈសំខាន់ណាស់សម្រាប់គាត់ដេញតាមក្តីស្រឡាញ់របស់នាងពីព្រោះគាត់គ្មានថ្ងៃអាចគិតដូចជានាងបានទេកន្លងមកអាសាខាសេគឺមិនអាចមើលផុតពីធម៌ពលរបស់ខ្លួនគឺគាត់មិនអាចទទួលស្គាល់ធាតុពិតរបស់ខ្លួនឯងបានតែឥឡូវនេះអាសាខាសេបាននិយាយថាខ្លួនលែងគិតបែបនេះទៀតហើយអញ្ចឹងការគិតរបស់ស៊ូបាសាគឺពិតជាត្រឹមត្រូវមែនគឺមានតែណូស៊ូមីទេដែលអាចផ្លាស់ប្ដូរអាសាខាសេបានដើម្បីចាកចេញពីពិភពលោកមួយនេះអាសាខាសេបានសម្លាប់វហើយនៅពេលនោះវបានប្រែក្លាយទៅជាកាំភ្លើងជាវត្ថុមួយដែលតំណាងឲ្យគាត់ប៉ុន្តែនៅពេលនោះណូស៊ូមីបានធ្លាក់ចុះទៅក្រោមតែមិនអីនោះទេអាកាសានៅចិត្តហ្នឹងគឺគាត់អាចជួយនាងបានជាមួយនឹងធម៌ពលមួយនេះគ្រាន់តែរឿងប៉ុណ្ណឹងដឹងតែគាត់ធ្វើកើតហើយណាមួយអាសាខាសេស្រឡាញ់ណូស៊ូមីអញ្ចឹងដឹងតែគាត់ជួយនាងហើយសូម្បីតែស៊ូបាសាដែលជាអ្នកអាចអានចិត្តរបស់គាត់នៅក្នុងពេលនោះក៏ដឹងដែរថាអាសាខាសេនឹងជួយនាងប៉ុន្តែនៅពេលនោះសូម្បីតែចិត្តរបស់ខ្លួនក៏គាត់ក្បត់ដែរណូស៊ូមីត្រូវបានស្លាប់ហើយការស្លាប់របស់នាងគឺចម្លែកភ្ញាក់ផ្អើលមិនដឹងចេញមកពីណានោះទេយើងមិនបានត្រៀមខ្លួនទុកមុនតែម្ដងហើយចម្លើយទៅកាន់ការស្លាប់មួយនេះគឺមានច្រើនខ្លាំងមែនទែនខ្ញុំមិនដឹងថាមួយណាគឺជាចម្លើយពិតប្រាកដនោះទេមូលហេតុដែលណូស៊ូមីបានស្លាប់គឺអាចដោយសារតែអាសាខាសេមិនបានជួយនាងឬក៏វាអាចដោយសារតែអាសាខាសេបានបង្កើតការស្លាប់នៅពេលដែលគាត់បានសម្លាប់វហើយវានៅមានចម្លើយច្រើនទៀតដូចជាគាត់បានសម្លាប់នាងឬក៏នៅពេលដែលនាងបានធ្លាក់ហ្នឹងគឺនាងធ្លាក់ចេញពីពិភពលោក This World តែម្ដងពីព្រោះពួកគេនៅក្នុងពិភពលោកមួយដែលមានមុខរបួស This World ទាំងមូលតែម្ដងវាអញ្ញែញ៉ៃខ្លាំងណាស់ប៉ុន្តែគឺវាមានចម្លើយមួយ
ដែលខ្ញុំជ្រើសរើសថាជាចម្លើយពិតរបស់ខ្ញុំមូលហេតុដែល Nozomi បានស្លាប់គឺដោយសារតែនាងបានទទួលស្គាល់ការស្លាប់របស់ខ្លួនឯងបាត់ទៅហើយ Asakase មិនអាចជួយនាងបាននៅពេលនោះពីព្រោះនាងទទួលស្គាល់ការពិតនៃជីវិតរបស់ខ្លួនឯងហើយចម្លើយនេះគឺបានបញ្ជាក់ថែមទៀតនៅក្នុងឈុតមួយបន្ទាប់ពីនេះគឺនៅពេលដែល Nagara ហើយនិង Mizuho បានសម្រេចចិត្តសម្លាប់មន់របស់ពួកគេនៅពេលដែល Nagara បានអាកមន់នោះទៅមន់នោះបានស្លាប់ហើយអាហ្នឹងគឺជារឿងធម្មតាទេប៉ុន្តែសម្រាប់ Mizuho វិញនៅពេលដែលនាងបានអាកមន់របស់ខ្លួនហើយបែរជាមិនងាប់គឺវានៅរស់កម្រើកធម្មតាទៅវិញ Mizuho បានបញ្ជាក់ថានាងមិនចូលចិត្តមើលសត្វស្លាប់ឡើយដែលចំណុចហ្នឹងហើយជាមូលហេតុធ្វើឲ្យមន់របស់នាងនៅរស់រីឯមន់របស់ Nagara វិញត្រូវស្លាប់គឺដោយសារតែនាងមិនចង់ឲ្យមន់របស់ខ្លួនងាប់ការស្លាប់គឺមិនមែនមិនមានទេនៅក្នុង This World ប៉ុន្តែវាមិនធ្លាប់មានពីមុនមកគឺដោយសារតែគ្មាននរណាគេទទួលស្គាល់ការស្លាប់របស់ខ្លួនឯងឡើយដែលជាអ្វី Nozomi អាចធ្វើបាននៅពេលដែលខ្ញុំបានឃើញ Nozomi ត្រូវស្លាប់ជាលើកដំបូងគឺខ្ញុំមិនជឿនោះទេនៅក្នុងពិភពលោកមួយដែលមានច្បាប់ជាច្រើនពិភពលោកដែលមិនគោរពទៅលើច្បាប់ធម្មជាតិដែលយើងស្គាល់ពីមុនមកការស្លាប់គឺហាក់បីដូចជាអាចយកឈ្នះបានអញ្ចឹងនៅក្នុង This World ប៉ុន្តែនៅពេលដែលខ្ញុំមើលអេពីសូតទី11នឹងបន្តទៅពី1វិនាទីទៅកាន់1វិនាទីទៀតពី1នាទីទៅកាន់1នាទីទៀតកាន់តែយូរទៅទើបខ្ញុំដឹងថា Nozomi គឺពិតជាបានស្លាប់មែនទោះបីនៅក្នុង This World ការស្លាប់គឺជាអ្វីដែលគ្មាននរណាគេគោរពក៏ដោយ Nagara និង Mizuho បានផ្អាកគម្រោងរបស់ខ្លួនហើយចំណាយពេលទាំងនោះធ្វើពិធីបុណ្យជូនទៅមិត្តរបស់ពួកគេហាក់បីដូចជាពួកគេរស់នៅពិភពលោកពិតអញ្ចឹងពួកគេបានដើររកអ្វីៗទាំងអស់ដែលធ្វើឲ្យគេនឹកឃើញទៅដល់ Nozomi បានប្រាប់ឲ្យសមាជិកថ្នាក់របស់ពួកគេមកចូលរួមពិធីនេះទាំងដែលខ្លួនដឹងថានឹងគ្មាននរណាមកឡើយបន្ទាប់មកពីអ្នកគេបានបញ្ជូន Nozomi ឲ្យចេញពីទីនេះទៅចេញពីពិភពលោកមួយនេះចេញពីជីវិតរបស់ពួកគេហើយ Mizuho បានចាប់ផ្ដើមស្រក់ទឹកភ្នែកយំដោយសារតែនៅពេលនោះនាងត្រូវបានបាត់បង់មិត្តម្នាក់របស់ខ្លួនស្អែកឡើងយើងបានឃើញថាមានមនុស្សម្នាក់ទៀតបានចំណាយពេលរបស់គាត់មកចូលរួមដែរហើយគ្មាននរណាគេក្រៅពី Rashdani ហើយមិនតែប៉ុណ្ណោះ Rashdani បានចំណាយពេលរបស់គាត់ជួយ2នាក់គេជាមួយនឹងគម្រោងទៅផ្ទះទៀតផងសម្រាប់ពួកគេ Rashdani គឺបានបាត់ទៅអស់រយៈពេលតែប្រហែលខែនោះទេប៉ុន្តែសម្រាប់ Rashdani វិញគាត់បានរស់នៅក្នុងពិភពលោកមួយនេះអស់រយៈពេល 2000 ឆ្នាំបាត់ទៅហើយគាត់គឺមានរឿងនិងបទពិសោធន៍ច្រើនខ្លាំងមែនទែនដើម្បីប្រាប់ពួកគេដែលខ្ញុំនឹងមិនធ្វើការសម្រាយនោះទេពីព្រោះវីដេអូនេះវែងខ្លាំងណាស់ហើយវានឹងធ្វើឲ្យសាច់រឿងរញ៉េរញ៉ៃខ្លាំងជាងនឹងទៀតការស្លាប់របស់ Nozomi បានបន្សល់ទុកវត្ថុមួយដែលវាគឺជាត្រីវិស័យទោះជានាងបានចាកចេញទៅក៏ដោយ Nozomi គឺនៅតែអាចជួយពួកគេបានកាល Nozomi នៅរស់ពីរអ្នកគេធ្លាប់សន្យាជាមួយនឹងគ្នាដោយសារនៅពេលដែលពួកគេត្រឡប់ទៅវិញគឺមានភាគរយថានឹងអាចផ្លេចអ្វីៗទាំងអស់ដែលកើតឡើងនៅក្នុងពិភពនេះមានន័យថាមិត្តភាពរបស់ពីរអ្នកគេមិនដែលបានចាប់ផ្ដើមដោយសារតែបែបនេះ Nozomi បាននិយាយថាប្រសិនបើជាពួកគេទៅវិញហើយម្ខាងទៀតនៅចងចាំអ្វីៗទាំងអស់ម្នាក់នោះគឺត្រូវសុំគ្នាធ្វើជាមិត្តជាមួយនឹងគ្នាម្ដងទៀតដែលនេះគឺជាពាក្យសន្យារវាងពីរអ្នកគេ I've learned much about life and the nature of the universe. However, all I know to do for a friend crying in despair is sit beside them. អូខេខ្ញុំត្រូវតែយក Nagara និង Yamabiko មកប្រៀបធៀបជាមួយនឹងគ្នាជាលើកចុងក្រោយខុសពី Yamabiko ដែលនៅពេលដែល Konama បានស្លាប់គឺគាត់បានចំណាយពេលយូរខ្លាំងមែនទែនកោតទុកទៅលើការស្លាប់របស់នាងនៅពេលនោះគាត់មិនអាចបន្តជីវិតរបស់ខ្លួនឯងបានឡើយប៉ុន្តែសម្រាប់ Nagara វិញគឺគាត់បានយំនៅពេលដែលការស្លាប់របស់ Nozomi មានឥទ្ធិពលលើគាត់តែស្អែកឡើងគាត់បានក្រោកឈរវិញដើម្បីបន្តជីវិតរបស់ខ្លួនព្រោះទោះបីជាមានរឿងអ្វីកើតឡើងក៏ដោយជីវិតគឺនៅតែបន្តទៅមុខពិភពលោកគឺមិនបានឈប់ចាំយើងនោះទេពួកយើងគឺមិនអាចរស់នៅពេញមួយជីវិតនេះនៅក្នុងពេលវេលាតែមួយឡើយបើមិនជាធ្វើបែបនេះគឺវាមិនខុសគ្នាពីការស្លាប់ទេឧបករណ៍ធ្វើដំណើររបស់ពួកគេគឺបានរៀបចំរួចរាល់ហើយ Mizuho ត្រូវទុកឆ្មារបស់ខ្លួននៅទីនេះហើយពីរអ្នកគេបានលា Yamabiko និង Rashdani បន្ទាប់មកពួកគេក៏បានចាកចេញទៅនៅពេលនោះ Rashdani បានបើកមើលកាដូពីរអ្នកគេទុកឲ្យគាត់ពី Mizuho គឺជារូបគំនូររបស់ Rashdani ហើយពី Nagara វិញគឺជា Monkey Ball ជា Monkey Ball ដែលតួខំដុសសម្អាតយ៉ាងណាក៏ដោយក្លិនវាគឺនៅតែរក្សាទុកដដែលដោយនេះទោះ Rashdani បានរស់នៅអស់រយៈពេលយូរយ៉ាងណាក៏ដោយ 1000 ឆ្នាំ 1 លានឆ្នាំ 10000 ឆ្នាំ
គាត់គឺនៅតែចងចាំមិត្តភាពរបស់ពួកគេប្រសិនបើជាគាត់មានវានៅជាមួយគម្រោងការដែលអ្នកនៅក្នុងថ្នាក់ទាំងអស់ខំប្រឹងសម្រេចកន្លងមកបានប្រែក្លាយទៅជាគម្រោងសម្រាប់មនុស្សពីរនាក់ទៅវិញអូខេមុននឹងឈ្មោះទៅកាន់ភាពបញ្ចប់គឺខ្ញុំគ្រាន់តែចង់ប្រាប់ទុកមុនទេថាខ្ញុំបានរំលងកន្លែងច្រើនខ្លាំងមែនតើប្រហែល 30% មូលហេតុនោះគឺវាធ្វើឲ្យវីដេអូនេះវែងខ្លាំងមែនតើហើយគ្មានពីណាគេចង់មើលវីដេអូវែងទេណាឥឡូវហ្នឹងវីដេអូនេះវែងពេកបាត់ហើយអ្នកគ្មានពីណាគេមើលដល់នេះផងដឹងហើយណាមួយកន្លែងដែលខ្ញុំបានកាត់ចោលហ្នឹងគឺជាចំណុចមួយដែលធ្វើឲ្យសាច់រឿងនេះរញ៉េរញ៉ៃខ្លាំងជាងហ្នឹងទៀតអ្នកទាំងអស់គ្នាត្រូវដឹង Sonny Boy គឺជារឿងមួយប្រភេទដែលមានចម្លើយច្រើនខ្លាំងមែនតើទៅកាន់សំណួរនីមួយៗដែលរឿងនេះបានចោទមកហើយវាគឺសំខាន់លើយើងដែលជាអ្នកជ្រើសរើសយកចម្លើយមួយណាថាជាចម្លើយពិតឧទាហរណ៍ដូចជានៅពេលដែល Nozomi ស្លាប់អញ្ចឹងដែលខ្ញុំបានបញ្យល់ថាវាអាចកើតឡើងដោយសារតែនាងខ្លួនឯងដោយសារតែ Asakaze ឬក៏ God ហើយមួយទៀត The Invention of Death រឿងហ្នឹងគេបានប្រាប់ថានៅក្នុង This World គឺគ្មានការស្លាប់នោះទេហើយនៅពេលដែល Asakaze បានសម្លាប់ War នោះគឺគាត់នឹងហើយដែលជាអ្នកបង្កើតការស្លាប់ដំបូងបំផុតតែនៅក្នុង This World មួយដែល Rashdani បានឆ្លងកាត់គឺគាត់បានឆ្លងកាត់ពិភពលោកមួយដែលមានបុរសម្នាក់ខំប្រឹងខ្លាំងមែនទែនដើម្បីបង្កើតការស្លាប់ហើយគាត់ទទួលបានសម្រេចមានន័យថាបុរសម្នាក់ហ្នឹងគឺជាអ្នកបង្កើតការស្លាប់មុនដំបូងគេហ្មងប៉ុន្តែដោយសារតែពេលវេលានៅក្នុង This World ហ្នឹងរញ៉េរញ៉ៃខ្លាំងពេកគឺយើងអត់ដឹងឲ្យច្បាស់នោះទេថាពីណាគេជាអ្នកបង្កើតវាឲ្យប្រកបហើយចំណុចមួយទៀតដែលសំខាន់ខ្លាំងជាងគេបំផុតនៅក្នុងរឿងនេះគឺចម្លើយមូលហេតុដែលពួកគេបានរសាត់មកកាន់ This World ហើយចម្លើយទៅកាន់សំណួរមួយនេះគឺវាមានច្រើនដូចគ្នាមុនដំបូងគឺយើងគិតថាដោយសារតែធម៌ពលរបស់ Nagara បន្តមកដោយសារតែ God ហើយតទៅមុខទៀតទៅកាន់ប្រហែលជាអេពីសូតទី 9 គឺវាអាចដោយសារតែឆ្មារបស់ Mizuho ដូចគ្នា Yes ឆ្មារបស់ Mizuho នៅក្នុងអេពីសូតទី 7 គឺគេបានបង្ហាញថាធម៌ពល Yamazo នឹងគឺមិនមែនជាធម៌ពលរបស់ Mizuho ឡើយវាជាធម៌ពលរបស់ឆ្មានាងដែលសាច់រឿងទាំងអស់នេះគឺខ្ញុំបានកាត់ចោលខ្ញុំបានកាត់សាច់រឿងប្រហែល2ទៀតបើសិនបើជាអ្នកទាំងអស់គ្នាចង់ដឹងគឺអាចទៅមើលខ្លួនឯងបានខ្ញុំ recommend ហើយខ្ញុំមានតួអង្គជាច្រើនទៀតដែលខ្ញុំចង់និយាយដែរដូចជា Hoshi Kai Aki God Wo ប៉ុន្តែដូចខ្ញុំនិយាយចឹងវានឹងធ្វើឲ្យវីដេអូនេះវែងខ្លាំងមែនតើអញ្ចឹងយើងឃើញថារឿងមួយនេះគឺរញ៉េរញ៉ៃខ្លាំងមែនតើប៉ុន្តែនៅក្នុងពេលតែមួយនោះគឺវាបានបែងចែកដាច់ចេញពី anime ផ្សេងទៀតពីព្រោះ anime ផ្សេងទៀតចាប់ទុកអ្នកមើលហាក់បីដូចជាកូនងាយដល់ដឹងខ្យល់អីអញ្ចឹងគឺតែងតែជះចម្លើយ information ដាក់មុខយើងតែម្ដងប៉ុន្តែសម្រាប់រឿងនេះវិញគឺវាផ្ទុយពីហ្នឹងអ្នកសរសេរគឺរំពឹងឲ្យយើងញុកក្បាលចូលទៅក្នុងសាច់រឿងដើម្បីដើររកចម្លើយខ្លួនឯងតែម្ដងអញ្ចឹងមានន័យថាអ្វីដែលខ្ញុំនិយាយនៅក្នុងវីដេអូនេះគឺមិនត្រូវ 100% នោះទេគឺវាមានភាគរយខុសច្រើនជាងត្រូវចម្លើយពីមនុស្សម្នាក់ៗដែលបានមើលរឿងនេះគឺខុសគ្នាទាំងអស់ប៉ុន្តែឥឡូវតសាច់រឿងយើងទៀតនៅតាមផ្លូវទៅផ្ទះជាមួយនឹងត្រីវិស័យ Nozomi ឥឡូវនេះគឺពួកគេបានមកដល់ចំណុចមួយដែលបែងចែកពី This World និងពិភពលោកពិតហើយឈរនៅទល់មុខពីអ្នកគេនៅពេលនោះគឺ Asakaze ឆ្ងល់ថាហេតុអីបានជាពួកគេចង់ចាក់ចេញពីទីនេះខ្លាំងម្ល៉េះក្រែងពីអ្នកគេមាននៅពិភពដើមហើយតែប្រសិនបើជាពួកគេទៅឬក៏អត់អ្វីគឺនៅតែដដែលហ្នឹងអញ្ចឹងហេតុអីបានជាពួកគេខំប្រឹងខ្លាំងម្ល៉េះដែល Nagara បានតទៅវិញថាគាត់នៅតែចង់ដឹងថានឹងមានរឿងអីកើតឡើងហើយណាមួយពួកគេគឺមិនមែនជាកម្មសិទ្ធិរបស់ពិភពលោកនេះឡើយពីអ្នកគេចង់ត្រឡប់ទៅវិញនេះគឺជាជំរើសដែលពួកគេជ្រើសរើសដោយខ្លួនឯងគឺពីអ្នកគេគ្រាន់តែស្ដាប់តាមបេះដូងរបស់ខ្លួនទេហើយវាគឺជាអ្វីដែល Nozomi នឹងធ្វើនៅក្នុងពេលនេះAsakaze បានប្រាប់ថាគេគ្រប់គ្នាបានទៅចោលគាត់អស់ហើយ Aki បានចាក់ចេញ Tsubasa បានទៅជាមួយនឹង Hoshi ហើយ Rashdani បានក្លាយទៅជាព្រៃឈើរស់នៅជាមួយនឹងសត្វអញ្ចឹងពិភពលោកនេះគឺគ្មានអ្វីសម្រាប់គាត់ទៀតឡើយជំរើសល្អបំផុតរបស់ Asakaze នៅពេលនេះគឺទៅជាមួយនឹងពីរអ្នកគេប៉ុន្តែគាត់គឺមិនអាចធ្វើបានឡើយពីព្រោះ This World បានផ្ដល់ធម៌ពលឲ្យគាត់ជាអ្វីដែលខ្លួនមិនអាចមាននៅក្នុងពិភពលោកពិតហើយមកដល់ដំណាក់កាលនេះគឺគាត់មិនអាចរស់នៅដោយអត់វាបានឡើយអញ្ចឹងជាចុងក្រោយ Asakaze គឺនៅតែមិនអាចដកខ្លួនចេញពីធម៌ពលរបស់គាត់បានដែលធ្វើឲ្យគាត់សម្រេចចិត្តនៅពិភពនេះទៅហើយជំរើសមួយនេះគឺធ្វើឲ្យតួអង្គនឹងអភ័ព្វខ្លាំងមែនទែននៅពេលដែលយើងឃើញគាត់នៅក្នុងពិភពពិតពីអ្នកគេបានចាប់ផ្ដើមរត់ចេញពីទីនេះរត់ចេញពី This World ទៅកាន់ផ្ទះរបស់ពួកគេវិញ Nagara ដែលជាក្មេងជំទង់ម្នាក់ដេករងចាំថ្ងៃស្លាប់របស់ខ្លួនឯងបានប្រែក្លាយទៅជាមនុស្សម្នាក់ដែលរត់ដេញចាប់ពន្លឺរបស់ខ្លួនហើយទោះគាត់ត្រូវបរាជ័យ Nagara គឺនៅតែព្យាយាមនៅពេលដែលគាត់ត្រូវដួលគឺគាត់នៅតែអាចងើបឈរវិញបានហើយនៅពេលដែលជីវិតមួយនេះបានវាយគាត់ផ្ដួលគាត់មិនឲ្យងើបឡើងវិញគាត់គឺនៅតែអាចរស់តទៅមុខទៀត Nagara បានប្រែចេញពីមនុស្សម្នាក់ដែលត្រូវការគេកាន់ដៃក្លាយទៅជាមនុស្សម្នាក់ដែលកាន់ដៃនាំផ្លូវគេវិញហើយបានប្រឆាំងពាក្យសម្ដីអវិជ្ជមានទាំងអស់ដែលបានជះមកលើគាត់បានប្រឆាំងពាក្យសម្ដីរបស់ព្រះរបស់ God itself ក្នុងគោលបំណងដើម្បីសម្រេចគោលដៅរបស់ខ្លួនឯងនេះហើយគឺជាដំណើររឿងនៃតួអង្គ Nagara
តាមពិតទៅនៅក្នុងវីដេអូនេះគឺខ្ញុំចង់មានកន្លែងមួយដែលនិយាយតាក់ទងជាមួយនឹងតួអង្គ Nagara និង Mizuho ប៉ុន្តែក្នុងមួយវីដេអូនេះអ្វីៗគ្រប់យ៉ាងគឺតាក់ទងជាមួយនឹងគាត់បាត់ទៅហើយហ្នឹងអញ្ចឹងខ្ញុំខ្ជិលនិយាយបន្ថែមទៀតគឺនាំតែជន់ពាក្យគ្នារីឯ Mizuho វិញគឺជាតួអង្គមួយហាក់បីដូចជា Nagara នៅពីដើមរឿងអញ្ចឹងនាងគឺជាមនុស្សម្នាក់ដែលមិនអាចបោះបង់ចោលជីវិតចាស់របស់ខ្លួនឯងហើយដូចនេះហើយបានជា Nagara ជាអ្នកដឹកដៃនាងហាក់បីដូចជានៅពេលដែល Nozomi បានកាន់ដៃគាត់អញ្ចឹងមេរៀនដែលតួអង្គ Mizuho បានផ្ដល់ឲ្យគឺវាស្រដៀងគ្នាជាមួយនឹង Nagara ដែរខ្ញុំខ្ជិលនិយាយបន្ថែមទៀតប៉ុន្តែកុំច្រឡំតួអង្គនេះហើយនឹង Nagara គឺអត់មានស្រដៀងគ្នាឬក៏ដូចគ្នាទាំងស្រុងឡើយនាងគឺជាតួអង្គមួយដែលគួរឲ្យចាប់អារម្មណ៍ដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាអាចតែមើលខ្លួនឯងបានខ្ញុំនឹងមិននិយាយអីថែមទៀតតាក់ទងជាមួយនឹងតួអង្គនេះទេមកកាន់ពិភពដើមវិញគឺយើងបានឃើញថាអ្វីៗគឺពិតជាក្រៀមក្រំខ្មៅងងឹតខ្លាំងមែនទែនដោយសារតែកន្លងមកយើងបាននៅក្នុង Disval យូរពេកដែលពោពេញទៅដោយពណ៌យ៉ាងចែងចាំងទេសភាពស្រស់ស្អាតអ្វីដែលកើតឡើងនៅក្នុងពិភពលោកនោះគឺគួរឲ្យរំភើបគួរឲ្យអស្ចារ្យប៉ុន្តែនៅក្នុងពិភពលោកពិតវិញគឺវាមិនដូចគ្នានោះទេNagara រស់នៅជីវិតធម្មតារបស់ខ្លួនគាត់បានទៅរៀនធម្មតាទៅធ្វើការដែលមេត្រូវជេរផងស្អីផងហើយនៅពេលដែលគាត់បានឃើញ Nozomi គឺពួកគេមិនស្គាល់គ្នាទៀតឡើយNozomi បានរត់ទៅរកអ្នកផ្សេងទៀតដែលម្នាក់នោះគឺជា Asakaze ធ្វើឲ្យជំរឿសរបស់ Asakaze កាន់តែកំសត់ថែមទៀតមនុស្សម្នាក់ដែលគាត់តែងតែចង់បានចិត្តចង់ឲ្យមានចំណាប់អារម្មណ៍មកលើគាត់ឥឡូវនេះគឺគាត់ទទួលបានហើយប៉ុន្តែវាមិនមែនជា Asakaze ដែលយើងបានស្គាល់ពីមុនមកឡើយអាក្រក់ជាងនេះទៅទៀតដែលជាមនុស្សតែម្នាក់ Nagara នៅសល់ Mizuho គឺមិនបានចងចាំគាត់ដូចគ្នាមកដល់ដំណាក់កាលនេះ Nagara បានចាប់ផ្ដើមសួរខ្លួនឯងថាអ្វីៗដែលបានកើតឡើងគឺគ្រាន់តែជាសុបិនមែនឬប៉ុន្តែនៅពេលដែលគាត់បានឃើញត្រីវិស័យរបស់ Nozomi គឺគាត់ដឹងថាអ្វីៗដែលបានកើតឡើងគឺសិតតែជាការពិតទាំងអស់សម្រាប់ Mizuho វិញដោយសារតែពេលវេលាបានដើរទៅមុខនៅក្នុងពិភពលោកពិតធ្វើឲ្យពួកគេបានបាត់បង់អស់រយៈពេល2ឆ្នាំនៅពេលដែល2នាក់គេបានត្រឡប់មកវិញលោកយាយរបស់នាងត្រូវបានស្លាប់បាត់ហើយឥឡូវនេះគឺនាងមិនមានឆ្មារបស់ខ្លួនទៀតអញ្ចឹងអ្វីៗដែលសំខាន់នៅក្នុងជីវិតរបស់នាងគឺវាបានបាត់អស់ទៅហើយនៅពេលដែល Mizuho បានជួបជាមួយនឹង Nagara ជាលើកដំបូងគឺនាងមិនអាចតាំងចិត្តនិយាយរកគាត់បានទេចេះសំណាងអាប៉ែនឹងនៅចាំពួកគេបានប្រាប់រឿងរ៉ាវទាំងអស់នៅក្នុងជីវិតរបស់ខ្លួននៃពិភពលោកមួយនេះហើយចាប់ផ្ដើមគិតថាតើជំរឿសរបស់ពីរនាក់គេត្រឡប់មកកាន់ពិភពនេះគឺត្រូវឬក៏ខុសពីព្រោះនៅទីនេះសម្រាប់ពួកគេអ្វីៗទាំងអស់គឺមិនបានផ្លាស់ប្ដូរឡើយប៉ុន្តែនេះគឺជាអនាគតដែលពីរនាក់គេបានជ្រើសរើសគឺជាជំរឿសមួយដែលពួកគេមិនអាចថយក្រោយបានពួកយើងមិនអាចផ្លាស់ប្ដូរពិភពលោកនៅជុំវិញយើងបានឡើយប៉ុន្តែយើងអាចផ្លាស់ប្ដូរពីរបៀបដែលយើងអាចមើលឃើញវាបានអ្វីៗនឹងកន្លងផុតនៅពេលដែលពេលវេលាបានដើរទៅមុខការចងចាំទាំងអស់នឹងរសាត់ទៅ Nagara នៅតែខ្លាចថាខ្លួននឹងជ្រើសរើសជំរឿសខុសម្ដងទៀតហើយប្រែខ្លាចទៅជាមនុស្សដើមវិញនៅពេលនោះ Mizuho បានលុបបំបាត់ភាពភ័យខ្លាចទាំងអស់ដែលគាត់មានដោយនិយាយថា Look, you'll be okay. If you're like what you were back there, you're gonna be just fine, I promise. So don't worry. Sonny Boy គឺខុសពី anime ឬក៏រឿងផ្សេងទៀតដែលខ្ញុំបានធ្លាប់មើលពីមុនមកនៅចុងបញ្ចប់តួអង្គទាំងអស់ហ្នឹងគឺមិនបានជប់លៀងគឺយើងមិនបានឃើញថាតួអង្គនឹងរស់នៅក្នុងជីវិតល្អបំផុតសម្រាប់ពួកគេគឺវាគ្មានកន្លែងដែលនិយាយថា10ឆ្នាំកន្លងផុតទៅ Nagara និង Nozomi បានមានកូនជាមួយនឹងគ្នា Mizuho ចិញ្ចឹមឆ្មា10ក្បាល Rashidani បានខ្លាចទៅជា scientist ម្នាក់គឺវាគ្មានរបស់ទាំងអស់ហ្នឹងនោះទេនៅក្នុងភាពបញ្ចប់មួយនេះគឺមានអារម្មណ៍ថា nothing គឺវាទៅទេនៅពេលដែលខ្ញុំបានមើលចប់មុនដំបូងគឺវាធ្វើឲ្យខ្ញុំខឹងខ្លាំងមែនតើប៉ុន្តែនៅពេលដែលខ្ញុំបានមើលម្ដងទៀតការគិតរបស់ខ្ញុំគឺបានផ្លាស់ប្ដូរចុងបញ្ចប់នៃរឿងហ្នឹងគឺវាមានអារម្មណ៍ថានៅតែទៅទេដដែលទេសម្រាប់ខ្ញុំប៉ុន្តែនៅពេលនេះគឺខ្ញុំទទួលបានគំនិតថ្មីមួយចេញពីវា Sonny Boy គឺជារឿងមួយនិយាយអំពីការលូតលាស់ការផ្លាស់ប្ដូរខ្លួនឯងទាំងផ្លូវកាយនិងផ្លូវចិត្តមកដល់ដំណាក់កាលនេះអ្នកនរគ្នាប្រហែលជាដឹងហើយយើងបានឃើញតួអង្គ Nagara តាំងពីដើមរឿងរហូតមកដល់ចុងរឿងខ្លាចទៅជាមនុស្សម្នាក់ដែលយើងអាចមើលឬក៏សិក្សាតាមបានអញ្ចឹងតើ ending ដែលយើងមិនបានឃើញគាត់ទទួលបានជោគជ័យនៅក្នុងជីវិតតើវាធ្វើឲ្យមេរៀនឬក៏សាច់រឿងទាំងអស់លែងបានការមែនឬប្រកាសណាស់ចម្លើយគឺអត់ទេយើងនៅតែអាចទទួលបានអ្វីថ្មីចេញពីវានៅតែអាចឲ្យតម្លៃសាច់រឿងមួយនេះបាន anime មួយនេះគឺនៅតែបានផ្ដល់មេរៀនជីវិតឲ្យពួកយើងទោះបីជា Nagara មិនបានទទួល the happiest ending ក៏ដោយដំណើរជីវិតរបស់គាត់គឺនៅតែតទៅមុខទៀតហើយដូចនេះហើយបានជាឈុតចុងក្រោយរបស់ Sonny Boy គឺពិតជា again empty គឺវាមានអារម្មណ៍ថានៅមានភាពបន្តទៀតហើយសម្រាប់ Nagara គឺវាមានតទៀតមែននៅក្នុងឈុតចុងក្រោយគឺយើងបានឃើញថា Nagara ពិតជាបានផ្លាស់ប្ដូរមែនគាត់បានសម្រេចចិត្តជួយបាក់សីមួយប៉ុន្តែនៅពេលនោះ Nozomi បានមកដល់យើងឃើញថានាងបានជួយវាបាត់ទៅហើយពួកគេបាននិយាយជាមួយនឹងគ្នាបន្តិចហើយ Nagara គឺមិនមានឱកាសបានសុំធ្វើមិត្តជាមួយនឹងគ្នាទេជាពាក្យដែលពួកគេបានសន្យាតែនេះមិនមែនធ្វើឲ្យមិត្តភាពរបស់ពួកគេនៅក្នុង Disval គ្មានតម្លៃឡើយទោះជាវាមិនមែនជាការពិតសម្រាប់នាងក៏ដោយសម្រាប់ Nagara គឺវាជាពេលវេលាមួយដែលមានតម្លៃខ្លាំងបំផុតហើយណាមួយសាច់រឿងរបស់គាត់គឺនៅមិនទាន់ចប់ឡើយតាមពិតទៅគឺវាទើបតែចាប់ផ្ដើមទេហើយដូចនេះហើយបានជាគាត់និយាយថា Our lives are just getting started.
The road ahead is full of twists and turns. ប្រហែលនៅថ្ងៃខាងមុខទៀតគឺគាត់អាចខ្លាយទៅជាមិត្តជាមួយនឹង Nozomi, Rashidani, Hoshi, Asakaze តែនេះគឺជាអ្វីដែលយើងគ្មានថ្ងៃដឹងឡើយប៉ុន្តែអ្វីដែលយើងដឹងនោះគឺ Nagara នឹងមិនមានរឿងអីកើតឡើងលើគាត់ទេគឺគាត់អាចដោះស្រាយអ្វីៗបានទាំងអស់តទៅមុខទៀតអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងអរគុណខ្លាំងមែនតើដែលបានមើលពីដើមដល់ចប់ខ្ញុំអត់មានអីនិយាយច្រើនទេបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច like subscribe comment share ហើយអាច support ខ្ញុំតាម ABA maybe អូខេអញ្ចឹងមានតែប៉ុណ្្នឹង bye bye make sure to like and subscribe